សូមគោរពបងប្អូនលោកតាលោកយាយក្មួយៗទាំងអស់ដែលមានវត្តមាននៅក្នុងវេទិកាសាធារណៈនៅថ្ងៃនេះជាទីគោរពនិងជាទីរាប់អានសម្រាប់ខ្លួនខ្ញុំផ្ទាល់ខ្ញុំអ្នកណាមួយដែលព្រានបដៅដែលអប់រំដែលទូលមានអ្នកណាក៏ដោយឲ្យតែព្រានបដៅអប់រំទូលមានខ្ញុំមានអារម្មណ៍ថាគេគៀបសង្កត់ខ្ញុំបើស្នាជាយើងមិនបានពិចារណាជ្រៅទេយើងអាចនិយាយបានថាកាលណាគេព្រានបដៅគេអប់រំគេណែនាំយើងស្មើនឹងគេមើលងាយយើងគេគៀបសង្កត់យើងផងគេមើលងាយយើងផងយើងអាចនិយាយថាអញ្ចឹងបានសម្រាប់ខ្លួនខ្ញុំដែលខ្ញុំយល់ឃើញអញ្ចឹងដល់ពេលខ្ញុំប្រព្រឹត្តចំពោះអ្នកដទៃវិញក៏ខ្ញុំអត់ប្រព្រឹត្តក្នុងន័យអប់រំទូលមានព្រានបដៅដែរពីព្រោះថាអប់រំទូលមានព្រានបដៅគឺគេកំណត់សកម្មភាពការងារឲ្យយើងធ្វើដែលបងប្អូនអាចសង្កេតនោះគេនាំមុខដោយពាក្យថាកុំធ្វើនេះកុំធ្វើនេះមិនត្រូវធ្វើនេះមិនត្រូវធ្វើនេះហើយអ្នកត្រូវធ្វើនេះអ្នកត្រូវធ្វើនេះអ្នកត្រូវធ្វើនេះពាក្យបែបហ្នឹងដែលយើងសម្គាល់បានថាគឺជាពាក្យអប់រំទូលមានព្រានបដៅវាប្រកបក្នុងន័យគៀបសង្កត់មកជាមួយត្មងសម្រាប់ខ្លួនខ្ញុំផ្ទាល់ខ្ញុំអរគុណណាស់ចំពោះអ្នកណាមួយផ្ដល់មូលដ្ឋានក្នុងការពិចារណាឲ្យខ្ញុំរួចហើយទុកសេរីភាពឲ្យខ្ញុំជ្រើសរើសសកម្មភាពរបស់ខ្ញុំដោយខ្លួនឯងតាទូលមានព្រានបដៅអប់រំមានន័យថាគេកំណត់សកម្មភាពរបស់យើងទាំងកាយទាំងវាចាឲ្យយើងធ្វើកុំធ្វើនេះកុំធ្វើនេះចូលអ្នកធ្វើនេះចូលអ្នកធ្វើនេះត្រូវតែធ្វើនេះឬត្រូវតែធ្វើនោះគេមិនបានផ្ដល់មូលដ្ឋានក្នុងការពិចារណាឲ្យយើងទេក៏ប៉ុន្តែគេអប់រំយើងមានន័យថាគេកំណត់ព្រំដែនសកម្មភាពរបស់យើងទាំងកាយទាំងវាចាគេកំណត់ព្រំដែនថាត្រូវធ្វើនេះត្រូវធ្វើនេះកុំធ្វើនេះឬកុំធ្វើនោះត្មងខ្ញុំមានអារម្មណ៍ដូចធុញថប់ហ្មងដូចមានអារម្មណ៍ថាគេគៀបសង្កត់ខ្ញុំមិនឲ្យខ្ញុំនឹងមានបញ្ញាពិចារណាឃើញរួចហើយទុកឲ្យខ្ញុំកំណត់សកម្មភាពតាមផ្លូវកាយនិងផ្លូវវាចាដោយខ្លួនយើងដោយខ្ញុំទទួលអារម្មណ៍កាលណាគេព្រានបដៅអប់រំទូលមានកាលណាគេធ្វើបែបហ្នឹងចំពោះខ្ញុំមានអារម្មណ៍ថាគេគៀបសង្កត់ខ្ញុំដល់ពេលខ្ញុំប្រព្រឹត្តចំពោះអ្នកដទៃវិញក៏ដូចគ្នាដែរខ្ញុំអត់ទូលមានអត់អប់រំអត់ព្រានបដៅប៉ុន្តែខ្ញុំបញ្យល់គេឧទាហរណ៍ថាខ្ញុំយល់ថាអ្នកផ្លូវជីវិតត្រូវរស់នៅបែបនេះណាខ្ញុំយល់ថាអញ្ចឹងខ្ញុំជ្រើសរើសផ្លូវជីវិតបែបហ្នឹងខ្ញុំបញ្យល់អ្នកទាំងអស់គ្នាឃើញលោបងប្អូនហ្នឹងរវល់តែរស៊ីទៅបងប្អូនមិនបានពិចារណាខ្ញុំពិចារណាឃើញខ្ញុំផ្ដល់មូលដ្ឋានក្នុងការពិចារណាឲ្យបងប្អូនរួចហើយបងប្អូនមានសេរីភាពគ្រប់គ្រាន់ 100% ក្នុងការសម្រេចចិត្តខ្ញុំយល់ថាធ្វើអញ្ចឹងដូចគោរពគេជាមនុស្សពីព្រោះគេកើតមកគេមានក្បាលរបស់គេគួរតែឲ្យគេប្រើក្បាលរបស់គេដើម្បីពិចារណារួចហើយឲ្យគេសម្រេចចិត្តធ្វើអ្វីមួយទៅតាមការយល់ដឹងរបស់គេបើសិនណាជាបុគ្គលណាមួយដែលយើងបានប្រាប់អំពីការយល់របស់យើងទៅកាន់គាត់ដើម្បីឲ្យគាត់យល់រួចហើយគាត់កំណត់សកម្មភាពតាមកាយនិងវាចាដោយខ្លួនគាត់ហើយគាត់ស្ដីឲ្យយើងគាត់ថាកុំចេះបដៅអញខ្ញុំថាខ្ញុំអត់បានបដៅមីងពូផងស្ដាប់ម្ដងទៀតមើលខ្ញុំអត់បានបដៅទេប៉ុន្តែវាជាការព្រួយបារម្ភរបស់ខ្ញុំតែខ្ញុំមើលឃើញថាលោកពូអ្នកមីងបងប្អូនក្មួយៗធ្វើអញ្ចឹងវាខុសខ្ញុំមានការព្រួយបារម្ភខ្ញុំពន្យល់នៅការយល់របស់ខ្ញុំទៅឲ្យអ្នកមានសេរីភាពក្នុងការជ្រើសរើសអ្នកទៅឬមិនទៅជារឿងរបស់អ្នកទៀតតើមិនគ្រាន់តែខ្ញុំថាជួយទៅចុះខ្ញុំជួយប៉ុណ្ណឹងហើយមិនក៏ទៅជាខឹងខ្ញុំបើសិនណាជាខ្ញុំជួយប៉ុណ្ណឹងហើយអ្នកនៅតែខឹងខ្ញុំទៀតសុំទោសថ្ងៃក្រោយខ្ញុំលែងហ៊ាននិយាយអីចឹងគ្រាន់តែខ្ញុំជួយប្រាប់អញ្ចឹងបើខ្ញុំយល់អញ្ចឹងខ្ញុំភ័យខ្ញុំមានបំណងប្រាប់អ្នកហើយអ្នកយកទៅពិចារណាអ្នកមានសេរីភាពក្នុងការជ្រើសរើសអ្នកខឹងខ្ញុំដែរថ្ងៃក្រោយខ្ញុំលែងហ៊ាននិយាយអីចឹងណែខ្ញុំមានឧទាហរណ៍មួយអារឿងទូលមានព្រានបដៅហ្នឹងមានស្រីកម្មកររោងចក្រម្នាក់គាត់រស់នៅក្បែរបន្ទប់ពួកនិស្សិតហ្នឹងវាស្ដាប់កម្មវិធីយើងវាយល់ដល់យល់វាចង់សង្គ្រោះក្មេងស្រីកម្មករហ្នឹងដែលនៅផ្ទះជួលក្បែរគ្នាហ្នឹងពួកនិស្សិតក៏វានៅផ្ទះជួលក្មេងស្រីកម្មករក៏វានៅផ្ទះជួលដល់ពេលវាស្ដាប់យល់ពេលដែលវាឃើញក្មេងស្រីហ្នឹងដើរកាត់មុខកន្លែងវាហ្នឹងវាតែងតែហៅមកបញ្យល់ដបងដៃវាថាសូមឲ្យស្ដាប់វត្ថុហ្នឹងទៅក្មេងស្រីហ្នឹងវាមានមានះរបស់វាណាវាមានមានះរបស់វាហ្មងវាប្រាប់ថាពូខ្ញុំអត់ចូលចិត្តទេមិនបាច់ប្រាប់ខ្ញុំទេខ្ញុំអត់ស្ដាប់ទេដល់ថ្ងៃក្រោយមកទៀតពួកនិស្សិតហ្នឹងច្រើនអ្នក4 5នាក់វាព្យាយាមសង្គ្រោះក្មេងស្រីហ្នឹងវាចាក់លឺពុនចាំងជាប់គ្នានោះជាងផ្ទះជួលចាក់លឺការពិតក្នុងបំណងឲ្យក្មេងស្រីហ្នឹងស្ដាប់លឺឲ្យស្ដាប់ទៅឃើញលោវាយល់ដល់ក្មេងស្រីហ្នឹងវាចេញមកវាធ្វើមិនអត់វាមកដល់វាឈរជាប់ចកេះនៅមុខវាស្រែកមកតំហឹងហ្មងថាពូឯងស្ដាប់ខ្ញុំនិយាយបានអត់ពួកឯងបើកខ្លាំងហ្នឹងខ្ញុំដឹងហើយពួកឯងនឹងមានបំណងចង់ឲ្យខ្ញុំស្ដាប់ចង់ឲ្យខ្ញុំយល់ខ្ញុំប្រាប់ពួកឯងថាខ្ញុំអត់យល់ទេពីព្រោះអ្វីពីព្រោះខ្ញុំអត់ចង់ស្ដាប់ពួកឯងយល់អត់ថាខ្ញុំអត់ចង់ស្ដាប់បានអត់ពួកឯងថ្ងៃក្រោយបើកឲ្យចេះគោរពសិទ្ធិគេផងបើកស្ដាប់តែខ្លួនឯងទៅថាយកអស់វិធី
សម្រាប់សង្គ្រោះត្មងអស់ត្មងពីព្រោះក្នុងចិត្តនាងនឹងនឹកឃើញឡើងនឹកឃើញតាគេនឹងមានបំណងអ្វីចំពោះខ្លួនដែលជាប្រយោជន៍ផ្ទាល់ខ្លួនត្មងពីព្រោះគាត់យកចិត្តគាត់ទៅថ្លឹងគាត់យកចិត្តគាត់ទៅថ្លឹងថាមនុស្សតែវាចេញធ្វើសកម្មភាពអីវាមិនដែលមិនចង់បានអីទេដល់ពេលអញ្ចឹងឃើញគេហៅគាត់ឲ្យស្ដាប់ហ្នឹងគាត់នឹកឃើញថាគេចង់បានអីពីគាត់ទៅណាវាអស់កន្លែងកែគាត់ត្មងដល់ថ្ងៃក្រោយទៀតពួកហ្នឹងមើលទៅថាអស់សង្គ្រោះស្ត្រីនឹងបានវាចប់រឿងហ្នឹងសង្គ្រោះយ៉ាងម៉េចដល់ថ្ងៃមួយហ្នឹងវារើផ្ទះអាប្រុសហ្នឹងវារើផ្ទះឈប់នៅកន្លែងហ្នឹងហើយវាទៅជួលផ្ទះកន្លែងផ្សេងនៅប៉ុន្តែនៅក្នុងបន្ទប់ជួលហ្នឹងវាមានពាក្យស្លោកខ្លះពាក្យស្លោកហ្នឹងជាពាក្យស្លោករបស់យើងហ្នឹងវាបិទចោលនឹងយ៉ាងហ្នឹងទៅរួចវាទៅបាត់ទៅរើផ្ទះទៅវាអត់បានដកអាពាក្យស្លោកហ្នឹងចេញទេដល់ក្មេងស្រីហ្នឹងវាដើរទៅក្នុងបន្ទប់អាគេដើរចេញទៅហ្នឹងវាឃើញអាពាក្យស្លោកហ្នឹងវាមើលចុះមើលឡើងវាមានពាក្យមួយឃ្លាក្មេងប្រុសហ្នឹងវាកត់ពីយើងទៅវាសរសេរជាប់នឹងជាងផ្ទះហ្នឹងវាសរសេរពាក្យស្លោកច្រើនណាប៉ុន្តែនាងហ្នឹងចាប់ផ្លឹកតែពាក្យស្លោកមួយទេវាថាពេលដែលខ្ញុំមើលទៅខ្ញុំដូចចាប់ផ្លឹកពាក្យហ្នឹងហ្មងអ្នកទាំងអស់គ្នាដែលធ្វើបុណ្យតើអ្នកស្គាល់ថាបុណ្យជាអ្វីហើយឬនៅវាមើលមកឃ្លាហ្នឹងវាភ្ញាក់ហ្មងវាថាទេអញដូចមែនໄວរាល់ថ្ងៃធ្វើបុណ្យដែរតើអ្នកស្គាល់ថាបុណ្យជាអ្វីដែរឬទេដល់ពេលវាមើលវាពិចារណាវាឆ្ងល់វាចុះឡើងវាទៅបើករយោនឹងស្ដាប់បើកស្ដាប់ម្ដងយល់បន្តិចបើកស្ដាប់ម្ដងយល់បន្តិចបើកស្ដាប់ម្ដងយល់បន្តិចស្រាប់តែឥឡូវវាមកដល់ទីស្នាក់ការរបស់យើងទៅហ្មងមកដល់ទីស្នាក់ការរបស់យើងហ្មងវាថាវាមានវឹបបដិសេរីចំពោះបងប្រហែលអ្នកនឹងមែនតែនហ្មងដែលចង់ជួយសង្គ្រោះវាណែមនុស្សយើងតាយល់ថាគេព្រានបដៅតាគេអប់រំយើងមានន័យថាខ្លួនគេហ្នឹងគេយកការយល់របស់គេមកសកត់ឲ្យយើងធ្វើតាមគេហ្មងមនុស្សអត់មានសេរីភាពអញ្ចឹងមនុស្សវាក្តៅអញ្ចឹងបានខ្ញុំចេះតែមានអារម្មណ៍ថាពីណាអប់រំទូលមានព្រានបដៅខ្ញុំហាក់បីដូចជាគៀបសង្កត់ខ្ញុំហ្មងហើយម៉ែឪក្នុងសង្គមគ្រួសារខ្មែរគាត់ច្រើនតែប្រើពាក្យព្រានបដៅអញ្ចឹងហើយបើតាអាចារ្យប្រសង់អីអ្នកបដៅសាសនាផងលោកថាស្ដាប់តាមម៉ែតាមឪទៅស្ដាប់ពាក្យចាស់ទៅម៉ែឪមិនដែលចង់ឲ្យយើងអាក្រក់ទេខ្ញុំទទួលស្គាល់ថាម៉ែឪមិនចង់ឲ្យយើងអាក្រក់មែនជាទូទៅណាក៏ប៉ុន្តែគាត់អត់បានបញ្យល់យើងគាត់តែពាក្យអប់រំទូលមានព្រានបដៅនឹងតែហ្មងដល់ពេលអញ្ចឹងក្មេងតែវារៀនចេះច្រើនវាធុញវាថប់ប៉ុន្តែបើគាត់និយាយថាកូនស្ដាប់សាកមើលទៅឪមិនដែលមានបំណងអប់រំទូលមានព្រានបដៅកូនទេប៉ុន្តែឪយល់អញ្ចឹងកូនស្ដាប់សិនទៅពេលណាកូនស្ដាប់ហើយកូនពិចារណាឃើញថាវាល្អចាំកូនយកបើកូនយល់ឃើញថាមិនត្រឹមត្រូវទេអាហ្នឹងកូនមិនបាច់បដិបត្តិតាមពាក្យរបស់ពុកបញ្យល់ទេណែម៉ែឪខ្មែរគាត់អត់ចេញអាផ្លូវហ្នឹងហើយក្មេងខ្លះវាត្រូវការសេរីភាពពេលលឺយើងអប់រំទូលមានព្រានបដៅហ្នឹងវាក្តៅកាហាយដល់ពេលវាទៅមើលខ្លួនវាយល់ខ្លួនវាឃើញហ៎មនុស្សស្អប់ណាស់អាការគៀបសង្កត់ហ្នឹងមនុស្សតែងតែត្រូវការសេរីភាពមនុស្សខ្លះអត់មានសេរីភាពសុកចិត្តស្លាប់មានបាយស៊ីក៏ដោយទៅធ្វើការកន្លែងខ្លះប្រាក់ខែច្រើនមែនប៉ុន្តែអត់មានសេរីភាពវាសុកចិត្តទៅធ្វើការកន្លែងផ្សេងទៀតដែលមានសេរីភាពប្រាក់ខែតិចក៏បានដែរយើងត្រូវយល់អំពីមនុស្សដល់ពេលណាយើងយល់អំពីមនុស្សពេលដែលយើងចេញទៅធ្វើសកម្មភាពត្រូវទំនងរបស់ធម្មជាតិអញ្ចឹងមកខ្ញុំរំលឹកឡើងវិញថាសម្រាប់ខ្លួនខ្ញុំផ្ទាល់ណាឲ្យតែពាក្យអប់រំទូលមានព្រានបដៅគេនិយាយថាអេអញចង់ឲ្យហែងល្អតើបានអញមកអប់រំទូលមានព្រានបដៅហែងខ្ញុំថាអ្នកឯងហាក់បីដូចជាមើងងាយខ្ញុំនេះមកទូលមានអប់រំព្រានបដៅខ្ញុំដោយខ្ញុំគ្មានក្បាលអញ្ចឹងប៉ុន្តែបើសិនជាអ្នកឯងផ្ដល់មូលដ្ឋានក្នុងការពិចារណាឲ្យខ្ញុំណាហើយទុកសេរីភាពរបស់ខ្ញុំជ្រើសរើសណាខ្ញុំហាក់បីដូចជាមានអារម្មណ៍ថាចង់ដឹងគុណអ្នកឯងវិញពីព្រោះខ្ញុំមានសេរីភាពក្នុងការជ្រើសរើសអ្នកផ្លូវរបស់ព្រះសម្មាសម្ពុទ្ធអញ្ចឹងព្រះសម្មាសម្ពុទ្ធលោកអត់មានអប់រំទូលមានព្រានបដៅទេប៉ុន្តែលោកយល់យ៉ាងម៉េចលោកបញ្យល់យើងលោកបាញ់ឆ្ពោះទៅដល់មជ្ឈមណ្ឌលបញ្ជាសកម្មភាពតាមកាយនិងវាចាការយល់វាបញ្ជាសកម្មភាពតាមកាយនិងវាចាតែយល់យ៉ាងម៉េចសកម្មភាពតាមកាយនិងវាចាតាមនោះហើយឧទាហរណ៍ថាមានប្រជាប្រដ្ឋខ្លះគាត់ថាស្ដាប់អត់បានស៊ីទេគាត់យល់អញ្ចឹងសកម្មភាពតាមកាយនិងវាចារបស់គាត់អត់ស្ដាប់ទៅអាហ្នឹងសកម្មភាពតាមកាយពេលណាគេកេះគាត់ឲ្យស្ដាប់ទៅគាត់ថាកុំចេះអញអត់ចូលចិត្តស្ដាប់ទេធុញណាតែគាត់យល់ថាស្ដាប់អត់បានស៊ីហើយមុខតែគាត់ធ្វើសកម្មភាពតាមកាយនិងវាចាទៅតាមការយល់របស់គាត់ណែអាការយល់ហ្នឹងដែលគេហៅថាទិដ្ឋិអញ្ចឹងហើយបានជាខ្ញុំចេះតែនិយាយច្រើនលើកច្រើនសារខ្ញុំថាប្រជាប្រដ្ឋខ្មែរសូមអ្នករើទិដ្ឋិរបស់អ្នកចេញមកខាងក្រៅសិនរួចហើយពិចារណាទាំងអស់គ្នារួចហើយចាំដាក់ចូលទៅវិញទិដ្ឋិមួយណាខ្លះជាទិដ្ឋិត្រឹមត្រូវជាសមាទិដ្ឋិទិដ្ឋិណាខ្លះជាមច្ឆាទិដ្ឋិប៉ុន្តែខ្លាំងណាបងប្អូនប្រជាប្រដ្ឋខ្មែរខ្លាំងណាបងប្អូនខ្លាំងត្រង់អត់ស្ដាប់នឹងត្មងណែព្រះសម្មាសម្ពុទ្ធចាញ់ត្រង់អត់ស្ដាប់នឹងហ្មងចាញ់ត្រង់អត់ស្ដាប់នឹងត្មង
មនុស្សដែលផ្ដល់ឱកាសឲ្យខ្លួនឯងចូលចំណេះដឹងកុំឲ្យមានវិបដិសារីទៅថ្ងៃក្រោយណាកុំឲ្យមានវិបដិសារីទៅថ្ងៃក្រោយគឺមនុស្សហ្នឹងចូលចិត្តបើកចំហហ្មងពេលគេនិយាយអីមកសុំនិយាយមកតាខ្ញុំស្ដាប់ហើយស្ដាប់ទៀតសោតស្ដាប់ដោយស្មោះសរពីក្នុងចិត្តគ្មានអគតិណាមួយទេរួចហើយខ្ញុំពិចារណាបើសិនណាជាខ្ញុំពិចារណាឃើញថាត្រឹមត្រូវអូខេយើងទៅទាំងអស់គ្នាថែមទាំងអរគុណអ្នកឯងទៀតផងពីព្រោះអ្នកបានផ្ដល់យោបល់ឲ្យខ្ញុំពិចារណាឃើញថាត្រឹមត្រូវបើសិនណាជាបងប្អូនជាមនុស្សដែលចូលចំណេះដឹងជាប្រចាំបងប្អូនត្រូវមានលក្ខណៈបែបហ្នឹងឲ្យគេនិយាយអស់មកគេចង់និយាយអីនិយាយអស់មករួចហើយយើងយកពាក្យគេមកពិចារណាថ្ងៃក្រោយគ្មានវិបដិសារីទេបងប្អូនដោយក្មេងស្រីហ្នឹងវាមានវិបដិសារីណាវាថានេះបើសិនណាជារឿងអីផ្សេងទៀតដែលខ្ញុំសម្រេចខុសមិនអាចកែវិញបានខ្ញុំមិនដឹងមានវិបដិសារីប៉ុណ្ណាទេប៉ុន្តែរឿងនេះជារឿងអាចកែខៃបានពេលដែលខ្ញុំស្ដាប់យល់ទៅខ្ញុំទៅរកបងប្រហែលអ្នកដែលជានិស្សិតហ្នឹងខ្ញុំអរគុណគាត់ខ្ញុំសារភាពកំហុសខ្លួនឯងអាហ្នឹងវិបដិសារីខ្លះអាចកែកុនបានមានវិបដិសារីខ្លះទៀតអត់អាចកែកុនបានទេបងប្អូនជួនកាលប្តីប្រពន្ធខ្លះលែងគ្នាបងប្អូនលែងគ្នាខុសទាស់តែប៉ុណ្ណឹងប្តីប្រាប់ថាស្ដាប់ខ្ញុំនិយាយសិនថាអញស្ដាប់ថាស្ដាប់ខ្ញុំនិយាយសិនថាអត់ស្ដាប់ថាអត់ស្ដាប់គ្មានអីទេក្រៅអំពីចូលសិលរបស់ខំវាសនាចង់ឲ្យខ្ញុំចូលតាមខ្ញុំអត់ចូលនៅបាត់ដំបងលែងគ្នាតែរឿងប៉ុណ្ណឹងលែងគ្នាខ្ញុំចេះតែប្រាប់ថាអូនយើងជាអ្នកស្ដាប់វីដេអូយល់ទៅហើយហេតុអីបានអូនអញគ្មានការអនុគ្រោះឲ្យប្រពន្ធអញ្ចឹងវាថាបងខ្ញុំមិនមែនអត់អនុគ្រោះទេខ្ញុំអនុគ្រោះបងប៉ុន្តែនៅមួយគ្នាអត់បានបងមនុស្សធំជាងគេគឺហេតុផលអត់ស្ដាប់បងខ្ញុំថាស្ដាប់ខ្ញុំមួយម៉ាត់សិនអូនអញការជាមួយបងយូរហើយអូនអញមិនដឹងថាបងជាមនុស្សប្រភេទណាបងមិនមែនចេះតែជឿអត់ហេតុផលទេណាខ្ញុំថាអូនឯងមិនក៏និយាយពាក្យនឹងប្រាប់ប្រពន្ធមិនទាន់បាននិយាយផងបងគាត់និយាយពីបាត់ថាកុំនិយាយខ្លះនិយាយអីចូលបងឯងគិតមើលនិយាយអត់ចូលហ្មងដល់ពេលយូរដេកបែកខ្នងដាក់គ្នាដល់ពេលយូរទៅបែកគ្នាបណ្ដោយថានឹងនៅយ៉ាងម៉េចបងឯងគិតមើលមួយកបីមួយគោអញ្ចឹងអាគោចង់ស៊ីស្មៅលើគោអាកបីចង់ស៊ីស្មៅក្នុងទឹកធ្វើម៉េចខ្ញុំអត់ខឹងទេបងប្រពន្ធខ្ញុំអាណិតខ្ញុំអាណិតណាប៉ុន្តែលែងនេះត្រូវតែលែងហ្មងបងអាហ្នឹងណាដែលខ្ញុំនិយាយថាមានវិបដិសារីខ្លះកែអត់បានណាជាប្តីជាប្រពន្ធណាបងប្អូនត្រូវស្ដាប់គេនិយាយសិនរួចហើយបញ្យល់ហេតុផលគ្នាត្រង់ចំណុចហ្នឹងដែលអង្គការ TDO យកគោលរបស់យើងគឺផ្ដល់មូលដ្ឋានក្នុងការពិចារណាឲ្យប្រជាប្រដ្ឋអត់អប់រំអត់ទូលមានអត់ព្រៀនបដៅទេពួកយើងគឺអត់ទាត់តសោះបងប្អូនផ្ដល់មូលដ្ឋានក្នុងការពិចារណារួចហើយទុកសេរីភាពឲ្យបងប្អូនជ្រើសរើសដដែលមកទៀតកំហុសគាត់ហ្នឹងគឺកំហុសដដែលអញ្ចឹងបានជាអ្នកប្រាជ្ញបណ្ឌិតណាលោកធុញទ្រាន់ជាមួយនឹងមនុស្សដែលមិនចេះកែខ្លួនណាលោកលើកជាកតិថាកំហុសធំជាងគេបំផុតរបស់មនុស្សណាគឺកំហុសដដែលបងប្អូនណារឿងតូចសោះណាទោះបីជាតំណាក់តំណងប្តីប្រពន្ធក៏ដោយណាប៉ុន្តែកំហុសហ្នឹងវាដដែលទ្រាំមិនបានទេបងឯងចង់ទៅដល់ណាក៏ទៅដល់ទៅប៉ុន្តែសំខាន់ណាសម័យទំនើបគេមានទូរស័ព្ទហើយបើបងឯងនៅកន្លែងណាយប់អាទិត្យយ៉ាងម៉េចបងឯងគ្រាន់តែទូរស័ព្ទមកប្រាប់ខ្ញុំតែបន្តិចហើយបងឯងនៅទៅប្រាប់ម្ដងហើយអើជាមួយគ្នាហើយថ្ងៃក្រោយទៀតអាក្តៅហ្នឹងកោទុកមុនដំបងប៉ិនមកក្តុបឯងយូប៉ិនកូនដបោកយូប៉ិនកូនភ្នំយូទៅលេងគ្នាពួកអីវាដដែលពេកចាបងប្អូនសម័យឥឡូវសម័យទំនើបហើយបើបងឯងចង់នៅកន្លែងណាបងឯងទូរស័ព្ទមកប្រាប់ខ្ញុំតែបន្តិចអត់សំខាន់ទេបងឯងនៅ 4-5 ថ្ងៃក៏មិនអីដែរប៉ិនខ្ញុំចង់ដឹងតំណឹងពីព្រោះដៃប្រពន្ធណាតែតែមានការខ្វាយខ្វល់នឹងគ្នាស្ដាប់មិនបានជាមួយគ្នាហើយដដែលមកទៀតគេថាឯងលែងគ្នារឿងអីធុញពេកបងគ្រាន់តែប្រាប់គាត់ថាបើគាត់ចេញទៅក្រៅឲ្យទូរស័ព្ទមកប្រាប់បន្តិចគាត់មិនព្រមអូរឿងតូចហ្នឹងតូចតែសម្រាប់អ្នកឯងទេមិនទាន់ប៉ះហ្នឹងណាបើប៉ះខ្លួនឯងមកបំកាន់បាតអាត្មាឥឡូវព្រមបានដូចតែគ្នាហ្នឹងអ្នកប្រាជ្ញបណ្ឌិតលោកកលេចឃើញអញ្ចឹងលោកលើកជាកតិមកថាកំហុសធំជាងគេបំផុតរបស់មនុស្សគឺដដែលអាកំហុសមិនចេះកែហ្នឹងដដែលមនុស្សល្ងងមើលតែនឹងភ្នែកហ្នឹងហ្មងបងប្អូនមើលតែសកម្មភាពតាមកាយនិងវាចាប៉ុន្តែមនុស្សពិតប្រាកដនៅឯបេះដូងឯណោះបងប្អូនមនុស្សខ្លះសម្ដីល្អទេណាបងប្អូនសុជីវធម៌មានពេញខ្លួនពីព្រោះគេមិនចង់ឲ្យប៉ះពាល់ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់គេប៉ុន្តែក្នុងដួងចិត្តដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនទេនៅពេលដែលប្រជាពលរដ្ឋអត់មានមូលដ្ឋានពិចារណារឹងមាំចាញ់បោកពួកអស់នឹងដែលគេកំពុងតែពំវក់ប្រជាពលរដ្ឋឲ្យមើលឃើញថាពួកយើងដែលមានសម្ដីរម៉ាំងរម៉ោកហ្នឹងគឺជាមនុស្សដែលស្អប់ប្រជាពលរដ្ឋបងប្អូនណាអ្នកប្រាជ្ញបណ្ឌិត
គេតែងតែផ្ដល់ជាកតិប៉ុន្តែប្រជាពលរដ្ឋដែលល្ងងគាត់មិនយកទៅគិតសោះគេថាមិនចេះពាក្យពិតរែងស្លែងណាបងប្អូនពាក្យពិតតែងតែនាំទៅដល់ការឈឺចាប់ប៉ុន្តែវាជាពាក្យពិតមិត្តភក្តិណាដែលដើរជាមួយគ្នាចេះប្រាប់កំហុសទៅដល់មិត្តភក្តិដែលបានធ្វើខុសមិត្តភក្តិមិនសូវចូលចិត្តទេប៉ុន្តែគឺជាមិត្តភក្តិល្អហើយហ្នឹងមិត្តភក្តិដែលចេះការពារមិត្តនៅចំពោះមុខអ្នកដទៃហើយចេះប្រាប់កំហុសមិត្តនៅពេលស្ងាត់មនុស្សអញ្ចឹងគឺជាមនុស្សល្អហើយប៉ុន្តែជាទូទៅមិនដែលឈ្នះពួកអាលើកជើងទេបងប្អូនកើតមកជាមនុស្សសប្បាយចិត្តណាស់ដែលគេបោកបំបែងក្បាលយើងបងប្អូនហើយបងប្អូនលែងឆ្ងល់អាអ្នកបោកឲ្យសប្ថ្ងៃនេះខ្ញុំឆ្ងល់អាអ្នកត្រូវបានគេបោកនេះឆ្ងល់តែមកឆ្ងល់អាអ្នកឲ្យគេបោកយ៉ាងម៉េចក្បាលនឹងប្រើការលែងកើតទៅហើយយ៉ាងម៉េចដូចលីបកង់ដាច់ទៅហើយយ៉ាងម៉េចប្រើការលែងកើតទៅវល់ទៅមុខវល់ទៅក្រោយរត់ទឹះរត់តំបន់មិនឃើញយ៉ាងម៉េចលែងឆ្ងល់អាអ្នកបោកសងៃឆ្ងល់អាអ្នកត្រូវបានគេបោកនេះឆ្ងល់តែមកឆ្ងល់អាអ្នកឲ្យគេបោកបានឆ្ងល់ហ៎បងប្អូនណែពួកយើងធុញទ្រាន់នឹងប្រជាពលរដ្ឋខ្លួនឯងអាកន្លែងចឹងពេកទេបងប្អូនបានជាកាន់ក្បាលមេក្រូដូចអត់មានចង់បានអីពីគាត់បន្តិចសោះណាចង់តែកាន់ក្បាលមេក្រូហើយស្ដីឲ្យតែហ្មងគ្រឺតពេកហ្មងបងប្អូនអញ្ចឹងបានមានអ្នកខ្លះគេនិយាយថាយើងសម្ដីកហិតកហេតដាក់រះខ្ញុំថាអ្នកឯងអត់ទាន់ពាល់ត្រូវបេះដូងអ្នកជួយបើមិនជឿអ្នកឯងជាអ្នកជួយពិតប្រកបមើលអាចចិត្តក្តៅកាហាយហ្នឹងមុខតកើតមានតែហ្មងមកពីអ្នកឯងចង់ទៅបោករាហេបានជាអ្នកឯងចេះតែទ្រាំជាមួយនឹងរាសបានបើអ្នកឯងពិតជាមានបេះដូងទៅជួយរាសពិតប្រកបទៅឃើញរាសដដែលទ្រាំបានទេមុខតកាន់ក្បាលមេក្រូស្ដីឲ្យរាសដូចតែយើងអញ្ចឹងព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាសត្វមានទុក្ខពីព្រោះសត្វសម្គាល់ថាមានអញអ្នកមានអញធំទុក្ខធំអ្នកមានអញតូចទុក្ខតូចអ្នកមានអញអ្នកមានទុក្ខអ្នកអស់អញអ្នកអស់ទុក្ខណែអាកន្លែងហ្នឹងបងប្អូនយកទៅពិនិត្យឲ្យបានច្បាស់កាលណាអ្នកធ្វើការងារដែលប្រាចាកភាពអាត្មានិយមដោយអ្នកយល់យ៉ាងច្បាស់ពីភាពដែលគ្មានអញបងប្អូនដឹងអត្ថប្រយោជន៍នឹងច្បាស់លាស់ហើយបងប្អូនស្រឡះសឡុំក្នុងចិត្តណាអត់ជាពាក់វៈវិនអីទេរស់នៅក្នុងផែនដីនោះដូចស្រួលតែហ្មងដូចមានសេរីភាពហ្មងនេះគឺជាអត្ថប្រយោជន៍គឺជាអានិសង្សនៃការយល់អំពីភាពគ្មានភាពអាត្មានិយមនឹងបើសិនណាជាយើងមានភាពអាត្មានិយមកាន់តែខ្លាំងកាន់តែស្មុគស្មាញហ្មងបងប្អូនកាន់តែស្មុគស្មាញហ្មងស្មុគស្មាញក្នុងចិត្តកាន់តែខ្លាំងហ្មងកាលណាបងប្អូនអស់ភាពអាត្មានិយមកាន់តែខ្លាំងណាបងប្អូនអាភាពស្រឡះសឡុំនឹងកាន់តែកើតមានឡើងនេះខ្ញុំចង់យកកន្លែងហ្នឹងទៅបញ្យល់ប្រាប់ប្រជាពលរដ្ឋពីព្រោះយើងធ្លាប់ពាល់ត្រូវពីភាពស្រឡះសឡុំអញ្ចឹងណាប៉ុន្តែប្រជាពលរដ្ឋដែលគាត់វុវីក្នុងភាពអាត្មានិយមគាត់អត់យល់ពីកន្លែងហ្នឹងទេរហូតដល់គាត់និយាយមកកាន់ខ្ញុំថាម៉េចទេគាត់និយាយថាមនុស្សដែលគ្មានកូនគ្មានប្រពន្ធអញ្ចឹងគ្មានមនោសញ្ចេតនាទេខ្ញុំសើចតើបងប្អូនសើចនឹងនិយាយប្រាប់គាត់ថាម៉េចបងប្អូនជាទូទៅមនុស្សដែលគ្មានប្រពន្ធគ្មានកូនមនុស្សពោពេញទៅដោយមនោសញ្ចេតនាជ្រាលជ្រៅពីព្រោះគេបានឃើញទុកយ៉ាងច្បាស់លាស់ហ្មងបងប្អូនឃើញទុកយ៉ាងច្បាស់លាស់ហ្មងមិនអាចដើរទៅតាមផ្លូវដែលមនុស្សដទៃទៀតគេដើរកើតហ្មងអត់ទៅកើតហ្មងហើយមិនដឹងជានិយាយថាម៉េចបងប្អូននឹងជានិយាយប្រាប់គេថាម៉េចឃើញគេបង្កើតកូន4 5មកសង្កតកេះគេថាណែអត់ស្គាល់ទុកគេយ៉ាងម៉េចអត់ស្គាល់ទុកគេយ៉ាងម៉េចប៉ុន្តែពួកនឹងវាច្រើនពេកយើងមិនដឹងជានិយាយទៅកាន់គេថាម៉េចដល់ពេលហ្នឹងអាសេចក្តីអាណិតអាសូរហ្នឹងគឺកើតមានដិតដាមនៅក្នុងដួងចិត្តរបស់យើងហ្មងពីព្រោះកំណត់ទស្សនៈអ្វីមួយបងប្អូនទី1ត្រូវភ្ជាប់ជាមួយនឹងហេតុផលទី2ត្រូវភ្ជាប់ជាមួយនឹងកតិបណ្ឌិតត្រូវភ្ជាប់ជាមួយនឹងបញ្ញាញាណទើបអាចយកជាការបានកំណត់ទស្សនៈអីមួយក៏ដោយទី1ត្រូវភ្ជាប់ជាមួយនឹងហេតុផលទី2ត្រូវទៅជាមួយនឹងកតិបណ្ឌិតបញ្ញាញាណតែខ្ញុំនិយាយហ្នឹងមានមនុស្សច្រើនណាស់បដិសេធសង្ឃថាអ្នកខ្លះស្ដាប់រយោសង្ឃបោករយោបាយទៅទៀតផងកំណត់អីមួយក៏ដោយបងប្អូនត្រូវកើតជាមួយនឹងហេតុផលជាមួយនឹងបញ្ញាញាណកតិបណ្ឌិតឥឡូវខ្ញុំលើកឧទាហរណ៍ពីរឿងកូនបងប្អូនណាស្មាតទោសនិយាយឲ្យអស់ទៅយើងជាមនុស្សជីវសាស្ត្រក្នុងខ្លួនរបស់មនុស្សតម្រូវការភេទអានឹងជារឿងធម្មតាពីព្រោះអ្វីពីព្រោះវាជារឿងជីវសាស្ត្រតម្រូវការភេទរបស់យើងគឺជារឿងជីវសាស្ត្រអ្នកណាក៏អាចខាត់បានដែររឿងហ្នឹងពីព្រោះជារឿងជីវសាស្ត្រជាទូទៅមនុស្សមិនអាចខាត់បានទេប៉ុន្តែមានមនុស្សខ្លះដែលមានឧបនិស្ស័យជាមនុស្សកលេសស្តើងខាងហ្នឹងគេអាចរស់នៅម្នាក់ឯងបានប៉ុន្តែជាទូទៅគឺតម្រូវការជីវសាស្ត្រហ្មងអាការរួមភេទដូច្នេះការរៀបការប្តីប្រពន្ធណាមិនជាបញ្ហាអ្វីទេខ្ញុំនិយាយហ្នឹងទៅខឹងខ្ញុំទៀតណាស្អប់ក្តៅកាហាយទៀតប៉ុន្តែការបង្កើតកូនណាបងប្អូនគឺជាកលេសក្រៅខ្លួនសុទ្ធសាធវាអត់មានឧត្តមកតេវាអត់មានបញ្ញាញាណនៅក្នុងហ្នឹងតែខ្ញុំនិយាយអញ្ចឹងគេថាអូអញ្ចឹងអស់មនុស្សពីផែនដីអីទៀតឡើយ
ខ្ញុំសឹងទៅផ្ទាន់បើចាត់ការគ្នាទៅឈឺចាប់បងប្អូននឹងភ័យខ្លាចអស់មនុស្សពីផែនដីហើយនាំគ្នាបង្កើតកូនអត់សប្ងៃហ្នឹងបើសិនណាជាយើងគិតដូចវាសនាឯងអញ្ចឹងអស់មនុស្សពីផែនដីបាត់ទៅហើយបើចាត់ការគ្នាទៅឈឺចាប់ដោយសារអ្នកឯងភ័យខ្លាចអស់មនុស្សពីផែនដីតើអ្នកឯងចាត់ការគ្នាអត់បើចាត់ការទៅវាឈឺចាប់បើអ្នកឯងខ្វល់ខ្វាយពីរឿងផែនដីមែនកលេសទេអីកលេសទេអីនិយាយឲ្យច្បាស់លាស់មកមើលបងប្អូនបើសិនណាជាយើងឃើញក្មេងនោះវានៅកន្លែងណាមួយរួចហើយយើងមានសេចក្តីអាណិតអាសូរមេត្តាហើយយើងចាត់ការគ្នាដើម្បីយកកូននោះមកធ្វើជាកូនយើងអានឹងអូខេអានឹងមានន័យថាបងប្អូនមានសេចក្តីស្រឡាញ់សេចក្តីមេត្តាអាណិតអាសូរពិតប្រាកដមែននិយាយភាសាអញ្ចឹងជាពិសេសគឺម៉ែឪគេគាត់មិនទៅត្រូវចិត្តយើងទេពីព្រោះគាត់ខ្លាចកូនមិនដឹងគុណគាត់ណាប៉ិនបងប្អូនពិចារណាមើលចុះកូនអត់ទាន់មានទេមានន័យថាកម្មវត្ថុនៃការអាណិតក៏អត់ទាន់មានទេព្រោះអត់ទាន់មានកូនហ្នឹងប្តីប្រពន្ធរៀបការជាមួយគ្នាមិនទាន់មានកូនហ្នឹងបានអាណិតណាបានស្អីបើវាមិនទាន់មានកូនហ្នឹងបានអីអាណិតបើថាកូនហ្នឹងវានៅក្នុងនរកយើងទៅបើកវាមើលឃើញកូននឹងនរកម៉ែវាចាត់ការយកអាក្នុងនរកមួយឡើងមកលើគោកអាហ្នឹងសេចក្តីអាណិតអាសូរមែនបងប្អូនពិចារណាពីព្រោះរឿងអីមួយក៏ដោយបងប្អូនត្រូវគិតជាមួយនឹងហេតុផលជាមួយនឹងកតេបណ្ឌិតត្រូវចេញហេតុផលជាមួយនឹងកតេបណ្ឌិតដើម្បីទៅឲ្យឆ្ងាយពីមនុស្សសាមញ្ញបងប្អូនមនុស្សសាមញ្ញកើតមកគឺថារស់នៅដូចសត្វដូចទៀតអញ្ចឹងណាជ្រូកវារស់នៅមួយប្រភេទវាទៅគោវារស់នៅមួយប្រភេទវាទៅមនុស្សរស់នៅមួយប្រភេទវាទៅប៉ុន្តែដល់ពេលអ្នកប្រាជ្ញបណ្ឌិតលោកពិចារណាលោកដើរឆ្ងាយអំពីផ្លូវរបស់មនុស្សសាមញ្ញបងប្អូនពិចារណាពីរឿងការបង្កើតកូនតិចមើលគាត់ថាគាត់អាណិតគាត់ស្រឡាញ់កូនខ្ញុំទទួលស្គាល់ពេលដែលកើតមកខ្ញុំទទួលស្គាល់ថាគាត់អាណិតគាត់ស្រឡាញ់ប៉ុន្តែមុននឹងកើតគាត់មានកម្មវត្ថុណានៃការអាណិតគាត់មានកម្មវត្ថុឯណាព្រោះវាអត់ទាន់មានកូនប៉ុណ្ណឹងគាត់មានអាណិតឯណាប៉ុន្តែជួនកាលប្តីប្រពន្ធខ្លះការហើយឃើញគេបលែងកូនបលែងចៅគាត់ចាប់ដើមនឹកក្នុងចិត្តខ្លួនគាត់អញចូលផ្ទះហ្នឹងគ្មានកូនគ្មានអីបលែងលេងគាត់ទេណាមិនរឿងយើងជាកូនទេរឿងគាត់សុទ្ធសាធទេរឿងគាត់សុទ្ធសាធគាត់អបសុកខ្លួនគាត់ទេណានិយាយយ៉ាងគេថាយើងនឹងបណ្ដៅមនុស្សអត់ឲ្យដឹងគុណម៉ែឪស្មាតទោសមើលខ្ញុំខ្លួនឯងជាគំរូតើខ្ញុំស្រឡាញ់ម៉ែខ្ញុំប៉ុណ្ណាខ្ញុំគោរពម៉ែខ្ញុំប៉ុណ្ណាការយល់ដឹងបងប្អូននាំឲ្យមនុស្សគោរពនាំឲ្យមនុស្សស្រឡាញ់មនុស្សផងគ្នាកាន់តែខ្លាំងទៅគ្មានព្រំដែនទេអត់មាននៅក្នុងរង្វង់គ្រួសារអាត្រង់ចំណុចហ្នឹងដែលខ្ញុំចង់និយាយប្រាប់បងប្អូនអំពីរឿងគេនិយាយថាមនុស្សដែលគ្មានកូនគ្មានចៅអត់មានមនោសញ្ចេតនាមែនទេបងប្អូនគិតទេណាគិតខ្លាំងណាស់បានទៅជាអញ្ចឹងកើតបងប្អូនគិតខ្លាំងណាស់ដល់ពេលគិតយូរឃើញភ្លើងសត្វសាទឃើញបងប្អូនលូកដៃមិនបានគេនាំគ្នាលូកភ្លើងអញ្ចឹងប៉ុន្តែព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាសត្វវាពុលជាមួយនឹងអសវៈកិលេសវាអត់យល់អីទាំងរកសេចក្តីពិតវាមិនឃើញបងប្អូនគិតពីរឿងកើតកូននឹងតិចមើលដំបងដៃបំផុតគឺអបសុកគាត់ណាដំបងដៃបំផុតគឺអបសុកមកពីធ្វើការវិញតំងតំោចពីអ្នកម៉ែវាជីវិតដូចគ្មានន័យគ្មានអីសោះគាត់ចាប់ដើមបង្កើតកូនមួយមកអាហ្នឹងកលេសមួយណានៅកលេសគាត់ថាគាត់ចាស់ទៅគ្មានណានៅមើលគាត់បើសុំកូនគេមកខ្លាចវាមិនដូចកូនខ្លួនឯងសិតតែរឿងគាត់ទាំងអស់អត់មានជំនុំរឿងយើងអាមិនបើយើងដឹងនៅតាណាផងនោះជំនុំសិតតែរឿងគាត់ទាំងអស់បងប្អូនអង្គុយគិតមើលសិតតែរឿងគាត់ទាំងអស់គាត់ជំនុំគ្នារួចហើយបានគាត់ចាប់ផ្ដើមបង្កើតកូននឹងមកបងប្អូនហើយពេលដែលគាត់ស្លាប់ទៅយើងវានៅខ្វាយលើផែនដីនឹងទៀតអត់បាយកាហាយទឹកដល់ចុងក្រោយទៅចាស់ហ្នឹងចាប់ដើមឈឺចាប់ហើយងាប់នៅលើផែនដីហ្នឹងដូចគាត់ដែរគាត់ទៅបាត់ចោលយើងទៅគាត់ទុកយើងនៅលើផែនដីហ្នឹងយ៉ាងយូរយើងអាយុ30 40ហ្នឹងគាត់ទៅបាត់ហើយយើងនៅហែលលើផែនដីខ្វាយជាមួយនឹងមនុស្សលោកហ្នឹងទៀតទៅហើយចាប់ដើមលេងលបែងម៉ែហ្នឹងមកទៀតលេងលបែងឪហ្នឹងទៀតកូនចៅហ្នឹងចឹងមកទៀតដូចអបសុកណាស់អត់មានគិតថាគាត់បង្កើតគេមកនេះគេវាត្រូវងាប់នៅលើផែនដីបើកុំបង្កើតមកអត់មានអាយើងហ្នឹងហ្មងមិនស្រួលតែយើងនិយាយអញ្ចឹងឆ្លោះអស់មនុស្សសឹងថាមកផែនដីអូនិយាយអញ្ចឹងអស់មនុស្សពីផែនដីហ្នឹងគ្មានមនុស្សរស់នៅទេងាប់ស្មាតទោសបើអត់មានមែនស្រួលតែហ្មងអត់មានមែនស្រួលតែហ្មងនិយាយកលេសហ្មងបើអត់មានមនុស្សផែនដីហ្មងស្រួលតែហ្មងបងប្អូនយើងជាប់កលេសយើងទេដែលយើងភ័យខ្លាចអស់មនុស្សពីផែនដីប៉ុន្តែតាមដំណើរពិតណាបងប្អូនកុំភ័យខ្លាចអស់មនុស្សគិតផ្សេងពីយើងរាប់លានអ្នកគេសុកចិត្តនៅកុំភ័យឲ្យតែរួចខ្លួនម្នាក់ឯងទៅកុំភ័យមានមនុស្សគិតខុសពីយើងច្រើនណាស់គេនៅបកកើតទៀតកុំភ័យមិនបាច់ភ័យទេប៉ុន្តែបើសិនណាជាមនុស្សគិតចឹងទាំងអស់បើមនុស្សព្រមចឹងទាំងអស់មនុស្សសប្បាយចិត្តណាបងប្អូនស្គាល់សប្បាយចិត្តទេវាព្រមធ្វើអញ្ចឹងទាំងអស់ហើយវាមានអីត្រូវស្ដាយសំណោះដូចមនុស្សហូបបន្លែចឹងណាហូបបន្លែយើងនៅឃ្លានសាច់តែមនុស្សវាព្រមស៊ីបន្លែរួចហើយស្រួលបើអត់ឲ្យស្លាប់អញ្ចឹងបានសាច់ឯណាស៊ីមកពីមនុស្សវានៅចូលចិត្តសាច់បើវាព្រមស៊ីបន្លែទាំងអស់គ្នាហ្នឹងមានន័យថាវាលែងត្រូវការសាច់ហើយបងប្អូនមកពីបងប្អូននៅអាត្រូវការសាច់ហ្នឹងបានបងប្អូនភ័យថា
បើសិនណាជាអត់ស្លាប់ចឹងបានសាច់អីស៊ីដល់ពេលណាចិត្តរបស់យើងលែងចង់ស៊ីសាច់វាប្រែតែជាស៊ីបន្លែអាសាច់វាលែងសំខាន់បាត់ហើយប៉ុន្តែមនុស្សភាគច្រើនឲ្យតែគិតគឺទៅជាមួយនឹងអាសវៈកិលេសហ្នឹងអញ្ចឹងបានខ្ញុំចេះតែរំលឹកបងប្អូនម្ដងហើយម្ដងទៀតចាប់ដើមគិតអីក៏ដោយទី1ត្រូវហេតុផលទី2ត្រូវមានកតេបណ្ឌិតក្នុងរឿងនឹងផងកតេបណ្ឌិតដោយរឿងបង្កើតកូនគ្មានកតេបណ្ឌិតអីទេបងប្អូនគ្មានកតេបណ្ឌិតអីទោះតែសោះទេណាអត់សោះបងប្អូនណាបើសិនណាជាបងប្អូនណាការប្តីការប្រពន្ធរួចហើយបើមនុស្សនឹងពិចារណាទាំងប្តីទាំងប្រពន្ធច្រើនណាមនុស្សមានឧត្តមកតេបង្កើតកូនអត់កើតទេបើអាណិតមនុស្សក្នុងផែនដីក្មួយយើងច្រើនណាជួយយកមកចិញ្ចឹមទៅជួយយកមកចិញ្ចឹមទៅប៉ុន្តែយើងធ្វើអត់កើតទេឃើញទេយើងធ្វើអត់កើតទេមានន័យថាសេចក្តីស្រឡាញ់របស់យើងតិចណាស់មិនក៏ថាមនុស្សអត់មានប្រពន្ធមានកូននឹងអត់មានសេចក្តីស្រឡាញ់គិតច្រើនណាបងប្អូនបានទៅអាផ្លូវនឹងរួចចង់ជួយចិញ្ចឹមគេចង់ជួយចែករំលែកសេចក្តីសុខរបស់មនុស្សក្នុងផែនដីចំណែកបងប្អូនដែលថាមានកូនមានប្រពន្ធហ្នឹងអត់ចេញរួចពីកង្វល់គ្រួសារហ្នឹងទេអត់ចេញរួចពីកង្វល់គ្រួសារហ្នឹងទេបងប្អូនមើលការងាររបស់បងប្អូនមើលការងារបង្កើតកូនរួចហើយចិញ្ចឹមកូនលើផែនដីនេះការងារហ្នឹងមានឧត្តមកតេដែរការងារនេះលបែងងប់ងល់ដែរលបែងអាសវៈកលេសរួមនឹកចិត្តតាមានឧត្តមកតេឯណាបន្តិចបងប្អូនបើមានឧត្តមកតេការមកគូនឹងរួចហើយក្មួយមកកណោយកមកចិញ្ចឹមឬក៏ម៉ែវាមិនបាច់ទេពីអ្នកយើងធ្វើការងារជូនផែនដីយើងមានឧត្តមកតេធ្វើការងារសុបាយពីអ្នកប្តីប្រពន្ធហ្នឹងតម្រូវការផ្លូវភេទមិនដឹងធ្វើម៉េចវាត្រូវការហើយអាហ្នឹងប៉ុន្តែរឿងកូននេះបងប្អូនចាំណាមើលវាមួយបងប្អូនណារំខានការងារឧត្តមកតេរបស់យើងច្រើនណារំខានច្រើនណាប៉ុន្តែមនុស្សមិនដែលគិតកើតទេអ្នកប្រាជ្ញបណ្ឌិតហៅមកគិតរឿងអញ្ចឹងក៏មិនងាយដាច់ទេមិនងាយដាច់ទេជាពិសេសគឺមនុស្សស្រីហ្មងខ្លាចប្តីដើរចោលគ្មានកូនអញ្ចឹងដូចគ្មានន័យអីតងោលបោលបាញ់អញ្ចឹងអត់មានកូនអត់មានអីអញ្ចឹងទៅក្រៅទៅគេថាឲ្យអញ្ចេះចុះខ្មាស់គេខ្មាស់អីអត់មានគិតថាត្រូវឬខុសទេបងប្អូនចាណាមើលខ្ញុំមានពេលខ្លះខ្ញុំខ្ជិលចង់និយាយពីរឿងអញ្ចឹងប៉ុន្តែក្រែងលោមនុស្សខ្លះដែលមានឧបនិស្ស័យអាចយល់បានណាគាត់យល់បានអារឿងអញ្ចឹងមនុស្សតែយល់បានអារឿងអញ្ចឹងបងប្អូនមនុស្សអញ្ចឹងអូសផែនដីទៅលឿនណាស់ពីព្រោះគេផ្ដាច់អប្រយោជន៍តខ្លួនគេបូជាជីវិតដើម្បីធ្វើការងារក្នុងផែនដីហើយគេពេញចិត្តគេមានមោទនភាពក្នុងខ្លួនរបស់គេដែលគេគិតឃើញផ្លូវមួយខុសពីមនុស្សធម្មតាមនុស្សអញ្ចឹងបងប្អូនខ្លួនប្រាណជាខ្ទុះជាឈាមដោយអ្នកដទៃមែនប៉ុន្តែកម្រិតគុណធម៌ខ្ពស់បងប្អូនមនុស្សបើសិនណាជាគ្មានការងារដែលថ្លៃថ្នូរធ្វើទេមនុស្សដូចគ្នាអញ្ចឹងវះមើលបងប្អូនយកកម្រិតវះមើលខ្ទុះឈាមដូចតែគ្នាអញ្ចឹងប៉ុន្តែមនុស្សទៅជាខុសគ្នាពីព្រោះការងារដែលគេប្រកាន់យកកាលណាគេប្រកាន់យកការងារដែលថ្លៃថ្នូរខ្លួនរបស់គេคล้ายទៅជាមនុស្សដែលថ្លៃថ្នូរដូចមិនដាច់ទៅដែលហៅថាការងារដែលថ្លៃថ្នូរតាំងឆ្លុះគ្នាត្រង់ហ្នឹងទៀតតែខ្ញុំនិយាយម្ដងហើយម្ដងទៀតពេលណាគិតរឿងអីសូមឲ្យគិតជាមួយនឹងហេតុផលហើយជាមួយនឹងកតេបណ្ឌិតផងដូចមិនដាច់ទៅដែលហៅថាការងារដែលថ្លៃថ្នូរគេថាកុំទៅបោះសម្រាមអីការងារថោកទាបធ្វើការងារសំណង់អីថោកទាបអាំងស៊ីញើទៅប៉ុន្តែអ្នកប្រាជ្ញបណ្ឌិតណាលោកប្រាប់ថាការងារបែបហ្នឹងអត់មានថ្លៃថ្នូរអីផងការងារដែលថ្លៃថ្នូរគឺការងារដែលប្រាសចាកភាពអាត្មានិយមនៅក្នុងហ្នឹងទោះបីជាការងារអ្នកប្រភេទណាក៏ដោយមានលុយរាប់កោបដុល្លារក៏ដោយប៉ុន្តែបើនៅតែក្នុងភាពអាត្មានិយមទេការងារលីសែងមិនស្រួលថ្លៃថ្នូរជាងផងពីព្រោះអីគេមានភាពសុចរិតនៅក្នុងការងាររបស់គេជាងអាពួកអ្នករកស៊ីខ្លះគេងប្រវាញ់ផងប៉ុន្តែមនុស្សទូទៅគាត់គិតថាការងារលីសំណង់ការងារបម្រើការងារតាមផ្ទះអីថោកទាបធ្វើរដ្ឋមន្ត្រីធ្វើអង្គស៊ីញើធ្វើអ្នកចំនួនធំថ្លៃថ្នូរនៅក្នុងភាពអាត្មានិយមសុទ្ធសាធបងប្អូនចាណាមើលនៅក្នុងភាពអាត្មានិយមសុទ្ធសាធគ្មានឧត្តមកតេដែលខ្ញុំនិយាយម្ដងហើយម្ដងទៀតកតេមួយទី1ត្រូវគិតពីហេតុផលទី2ត្រូវគិតដល់កតេបណ្ឌិតផងហេតុអីបានជាការគិតភាពអាត្មានិយមគេចាត់ទុកថាការងារនឹងមិនថ្លៃថ្នូរពីព្រោះគឺជាការងាររបស់មនុស្សភ័ន្តច្រឡំរបស់មនុស្សវិញប្រពុតលោកសម្ដែងថាអញអត់ទាំងមានហងអាត្មានឹងអត់ទាំងមានផងប៉ុន្តែមនុស្សវងវែងតាអញ្ចឹងបានគេចេះតែស្ដីឲ្យថាឲ្យវាយបំបាក់ភាពអាត្មានិយមមិនមែនអាត្មានឹងមានហើយរួចហើយដើម្បីឲ្យសង្គមបានសុខគេបដៅមនុស្សឲ្យចេះជួយគ្នាមិនមែនអញ្ចឹងទេគឺអាត្មានឹងវាអត់មានហ្មងព្រះសម្មាសម្ពុទ្ធពេលដែលលោកត្រាស់ដឹងលោកដឹងថាសត្វកើតទុក្ខយំយែកពីព្រោះសត្វមានការភ័ន្តច្រឡំថានេះគឺជាតួខ្លួនអញហេតុអីបានជាសត្វសម្គាល់ថានេះគឺជាខ្លួនអញពីព្រោះសត្វអត់មានសតិដឹងតាមទាន់សេចក្តីពិតដល់ទីបំផុតសតិដឹងរបស់យើងដឹងតែដង្ហាលបោះអីសប្ងៃដឹងតែគេក្តិចអីហ្នឹងគេក្តិចហ្នឹងតាមពិតរចនាសម្ព័ន្ធ4កើតលៀមយើងតាមអត់ទាន់ផងវេទនាសញ្ញាសង្ខារវិញ្ញាណអវេទនាសញ្ញាសង្ខារវិញ្ញាណហ្នឹងយើងតាមអត់ទាន់ផងដូចយើងហត់សឡកកោមកគ្រូកចឹងមកយើងដឹងតែសឡកកោតាមពិតកលីងតាតាមពិតប្រហុកតាតាមពិតទឹកតាព្រះរហន្តលោកហត់គ្រូកឡើងលោកដឹងល្អិតលោកអត់មានរសជាតិមួយជាសឡកកោទេពេលគេក្តិចតាប់លោកអត់មានរសជាតិមួយគឺឈឺទេ
វេទនាគឺវេទនាសញ្ញាគឺសញ្ញាសង្ខារគឺសង្ខារវិញ្ញាណគឺវិញ្ញាណពេលគេក្តាច់បឹបលោកងាកមើលមុខអញ្ចឹងលោកអញឹមវាអត់ឈឺដល់អត់ឈឺមានអីងាប់មកពីសតិដឹងរបស់លោកដឹងសេចក្តីពិតដល់បរមត្តសច្ចៈទីបំផុតមនុស្សសពថ្ងៃវាយល់ថាមានអញព្រោះតែមានអញបានមានងាប់ត្រង់ចំណុចនឹងហើយដែលគេថាភាពអាត្មានិយមបង្ហាញអំពីភាពល្ងងខ្លៅកាន់តែធំដោយសារមនុស្សមានភាពល្ងងខ្លៅនឹងហើយមនុស្សចាប់ដើមកាយចូលវាខុសដំណើរធម្មជាតិតែដំណើរធម្មជាតិជាកូនកលាបៈទូចពេញពិភពលោកទាំងអស់វានៅជាប់គ្នាទាំងអស់ហើយដល់ពេលយើងកាយចូលធម្មជាតិវាទ្រាំមិនបានវាផ្ទុះផែនដីទៅហើយមិនមែនម្ដងទេរាប់ដងមិនឈ្នះអញ្ចឹងបានព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាភាពអាត្មានិយមនេះការប្រកាន់ថាមានអញនេះគឺជាកម្លៅគឺជាអវិជ្ជាទេអ្នកមានអវិជ្ជាអ្នកមានអញចាប់ផ្ដើមពីអញអ្នកត្រូវមានទុក្ខពីព្រោះអ្នកមានអញមានទុក្ខអញធំទុក្ខធំអញតូចទុក្ខតូចអស់អញអស់ទុក្ខតថាគតនាំអ្នកទៅអស់ទុក្ខមានន័យថាទៅអស់អញហើយមនុស្សសប្ងៃវាអញនឹងហើយដែលវានាំឲ្យមានទុក្ខនោះដល់ពេលយើងយល់អាហ្នឹងយើងចង់ឲ្យគេយល់ប៉ុន្តែយូយល់មួយពីព្រោះឡើងមកគិតនឹងអាសវៈកិលេសនឹងវាឡើងមកគិតហ្មងមនុស្សសំខាន់ណាកាលណាក្នុងចិត្តរបស់គេមានអាសវៈកិលេសនឹងសំខាន់ឧទាហរណ៍ថាគេផឹកស្រាវាសំខាន់នោះស្រានោះវាសំខាន់ប៉ុន្តែថ្ងៃណាមួយគេអស់អាក្លិនស្រានឹងពីក្នុងចិត្តរបស់គេដើរក្បែរស្រាវាលែងសំខាន់ឬមិនសំខាន់គឺចិត្តរបស់អ្នកទេកាលណាអ្នកអស់អាកូនអាប្រពន្ធនឹងថាសំខាន់គឺអស់សំខាន់ហ្មងអត់ទាត់បានអីហ្នឹងអាហ្នឹងអត់ដឹងថានឹងវាសុបាយប៉ុណ្ណាថាមកពីអ្នកឯងយល់ថាសំខាន់ក្នុងចិត្តរបស់អ្នកឯងនឹងវាសំខាន់ដល់ពេលអស់អាសេចក្តីសំខាន់ហ្នឹងអ្នកនឹងហ្វ្រីរួចផុតហ្មងមានអារម្មណ៍សេរីហ្មងរួចហើយមានចិត្តចង់ជួយអ្នកដទៃហ្មងពីព្រោះអីបានចង់ជួយថាមើលឃើញគេធ្វើខុសឃើញតែនាំគ្នាដើរចុកទៅដៅជ្រួទាំងជួទៅណាហើយដល់ពេលអញ្ចឹងយើងចេះចង់កាយហៅត្រឡប់មកវិញដល់ពេលគេនិយាយថាយើងគ្មានប្រពន្ធគ្មានកូនគ្មានមនោសញ្ចេតនាទេវាគ្មានចេះស្រឡាញ់អាណាទេវាគ្មានប្រពន្ធគ្មានកូនបងប្អូនតួគិតច្រើនណាស់បានចេញផ្លូវនឹងរួចគិតឃើញច្រើនណាស់រាល់ការគិតទី1គឺហេតុផលទី2គឺគតិបណ្ឌិតនៅក្នុងទស្សនៈដែលយើងប្រកាន់យកដូចខ្ញុំនិយាយពីរឿងការបង្កើតកូនហ្នឹងបងប្អូនមើលរកគតិបណ្ឌិតឃើញអត់ការបង្កើតកូនរកគតិបណ្ឌិតឃើញអត់ដំបូងដៃបំផុតគាត់គិតដល់រឿងគាត់សិនបានគាត់បង្កើតណាបើកូននឹងវានៅត្រង់ណាមួយរួចហើយគាត់ទៅឃើញគាត់អាណិតគាត់ទៅយកមកខ្ញុំទទួលស្គាល់ថានេះជាគតិបណ្ឌិតតែអត់សោះកូនអត់មានទត្តសោះគាត់ចាប់ផ្ដើមគិតពីរឿងសេចក្តីសុខផ្ទាល់ខ្លួនរបស់គាត់តើគាត់មានគិតថាពេលដែលគាត់ស្លាប់ទៅកូននឹងវាត្រូវស្លាប់តាមគាត់ពីក្រោយខ្នងអត់គាត់មានគិតតែកន្លែងនឹងអត់យើងសប្បាយបើអត់យើងមកវាមិនស្រួលមានអាណាមកសប្បាយយើងទទួលស្គាល់ថាពេលដែលយើងកើតមកយើងត្រូវការសប្បាយគាត់បានបំពេញការសប្បាយឲ្យយើងគាត់ចិញ្ចឹមកូនគាត់ថែទួនកូនខ្ញុំទទួលស្គាល់កន្លែងហ្នឹងខ្ញុំទទួលស្គាល់ប៉ុន្តែបើសិនជាគាត់កុំផលិតយើងមកតើយើងមានបានអាសប្បាយហ្នឹងណាយើងអត់ទៅទាំងអស់ហើយយើងក៏អត់បានស្លាប់ដែរចាស់ទៅស្លាប់ពិបាកណាបងប្អូនសម័យបន្តិចមើលស្លាប់ពិបាកណាស្លាប់ពិបាកណាហើយគាត់អត់គិតដល់យើងគាត់នាំគ្នាផលិតរួចហើយគាត់សប្បាយអស់ចិត្តទៅរួចហើយគាត់ទៅចោលផែនដីទៅអាកូនលេងតាមអាតំណើម៉ែវាទៀតនេះអបសុកយកគ្នាបន្តគ្នាទៀតមកតែអញ្ចឹងបានព្រះសម្មាសម្ពុទ្ធលោកថាដំណើរនេះជាដំណើររបស់អវិជ្ជាដឹកនាំមុខទៅដោយអវិជ្ជានឹងគេឆ្លោះខ្ញុំប្រហែលចាំមើលស្ដាប់ភាសាហ្នឹងទៅគេក្តៅគេកុហលគេកាហាយគេជេរគេបចោលរហូតដល់គេនិយាយថាម៉េចទៀតគេនិយាយថាបើនិយាយដោយខំវាសនាហ្នឹងណាដឹងថាមនុស្សងាប់ហើយអត់កើតមកវិញមនុស្សកាត់ចាក់គ្នាងាប់ហើយបងប្អូនណាអ្នកដឹងថាងាប់ហើយអត់កើតមកវិញមុនគេបំផុតណាគឺព្រះសម្មាសម្ពុទ្ធដែលដឹងច្បាស់មុនគេមើលដំណើររបស់អ្នកដឹងមើលតើលោកធ្វើអីខ្លះដំណើររបស់អ្នកដឹងធ្វើការដើម្បីអ្នកដទៃទាំងស្រុងឥឡូវអស់ពីព្រះសម្មាសម្ពុទ្ធនិយាយអញ្ចឹងថាអួតខ្លួនឯងទៅទៀតខ្លួនខ្ញុំផ្ទាល់ដល់ពេលក្រោយពីដឹងតើខ្ញុំដើរកាប់ចាក់គេអត់បើសិនជាខ្ញុំដឹងថារឿងហ្នឹងងាប់ហើយអត់កើតមកវិញខ្ញុំដឹងច្បាស់អញ្ចឹងហើយខ្ញុំនិយាយថាអញ្ចឹងហើយខ្ញុំធ្វើគំរូគេក្នុងការដើរកាប់ចាក់គេអានឹងចាំមកបន្ទោសថាអ្នកដល់ពេលដឹងឯងឃើញវាអត់ប៉ុន្តែក្រោយពីដឹងទៅបងប្អូនមើលអ្នកដឹងទាំងអស់ប៉ុន្តែមនុស្សកម្លៅគិតថាម៉េចទេគិតថាបើសិនជាដឹងរឿងពិតអញ្ចឹងរួចយកទៅនិយាយប្រាប់មនុស្សកាប់ចាក់គ្នាងាប់អស់ហើយអញ្ចឹងហើយបានសាសនាគេបង្កើតមកសាសនាមនុស្សសាមញ្ញអ្នកបង្កើតពីព្រោះគំនិតហ្នឹងគំនិតថាតាមមិននិយាយពីរឿងនរកប្រែតពីរឿងបាំងភ្លើងមនុស្សកាប់គ្នាងាប់អស់ហើយគំនិតរបស់មនុស្សសាមញ្ញគិតអញ្ចឹងប៉ុន្តែបុគ្គលជាអ្នកត្រាស់ដឹងព្រះសម្មាសម្ពុទ្ធលោកប្រាប់ថាអត់ចឹងទេកាលណាអ្នកយល់អំពីសេចក្តីពិតត្រង់ចំណុចហ្នឹងរលើកដៃធ្វើបាបគេអត់កើតទេបងប្អូនសូម្បីតែមនុស្សដែលជាសត្រូវរបស់យើងក៏យើងអត់ស្អប់គេកើតទេបងប្អូនក្នុងនាមជាបឋមជនមិនទាន់អស់អាសវៈកិលេសមានខឹងមួយឆាវបងប្អូនប៉ុន្តែមនុស្សដែលយល់សេចក្តីពិតហ្នឹងអត់ចេះមានគំនុំទេខឹងមានប៉ុន្តែគំនុំមិនមានទេអត់មានហ្មងអញ្ចឹងបានជាយើងចង់ឲ្យបងប្អូនបានស្គាល់សេចក្តីពិតឲ្យយល់ពីរបៀបនៃការងាប់កើតហ្នឹងឲ្យយល់ច្បាស់ពីខ្លួនឯងដើម្បីអី
ដើម្បីឲ្យបងប្អូនរកផ្លូវជីវិតឃើញដូចហ្គាសែនណាអ្នកប្រាជ្ញសូវៀតគាត់និយាយប្រាប់កូនគាត់ថាម៉េចទេកូនណាកូនក្នុងមួយជីវិតនេះឪអត់មានអីចែកកូនទេហើយអ្នកប្រាជ្ញមិនមែនអត់អីចែកកូនទេបងប្អូនមានទ្រព្យសម្បត្តិប៉ុន្តែគាត់យល់ថានឹងវាអត់កើតទេគាត់និយាយថាម៉េចទេគ្មានអីចែកកូនទេកូនមានតែកតិមួយនេះគត់សម្រាប់មនុស្សកូនការរកឲ្យឃើញផ្លូវរបស់ជីវិតជារឿងលំបាកណាកូនមិនងាយទេឧបមាថាបងប្អូនរស់នៅបងប្អូនចង់តែមានកូនមានប្រពន្ធនឹងចង់តែអញ្ចឹងថាមានប្តីមានប្រពន្ធណាខ្ញុំអត់បដិសេធទេព្រោះអានឹងតម្រូវការជីវសាស្ត្រប៉ុន្តែរឿងកូនមិនងាយដាច់ទេណាបងប្អូនមិនងាយដាច់ទេណាមានតែផ្លូវជីវិតដែលស្រួលបងប្អូនរកអត់ឃើញរកមិនឃើញ10000នាក់មិនទាន់រកឃើញមួយផងអញ្ចឹងបានកាសែនគាត់ធ្វើការកត់សម្គាល់កូនណាកូនមនុស្សរឿងមាគាជីវិតតែមិនងាយរកឃើញទេកូនមិនងាយរកឃើញទេពីព្រោះកូនត្រូវពិចារណាដោយខ្លួនឯងឲ្យឃើញមិនព្រោះគេថាទេទោះតែយើងពិចារណាយូរវាចុះក្នុងចិត្តរបស់យើងនឿយណាយនឹងរឿងនឹងហ្មងការពិចារណាឲ្យឃើញមាគាជីវិតទៅលំបាកណាស់កូនប៉ុន្តែបើកូនរកឃើញហើយចាត់ទុកជាសំណាងរបស់កូនហើយពេលណាដែលកូនរកឃើញហើយបើកូនដើរទៅជួបឧបសគ្គគឺជារឿងធម្មតានៃការដើរទេណាកូនខ្ញុំមកបងប្អូនពាល់ត្រូវកន្លែងហ្នឹងហ្មងសប្ងៃគេយល់ថាយើងធ្វើការដោយអត់ខ្លាចងាប់បងប្អូនជីវិតកើតមកគឺដើម្បីធ្វើអារឿងដែលយើងយល់ថាត្រូវហ្នឹងហ្មងយើងរកឃើញថាបបហាជីវិតត្រូវរស់នៅក្នុងផ្លូវហ្នឹងបើជីវិតដើរទៅវាងាប់ởក្នុងផ្លូវហ្នឹងបងប្អូនសប្បាយចិត្តនឹងងាប់ហ្មងឲ្យតែអត់បានធ្វើការងារតែមួយថ្ងៃឬពីរថ្ងៃនៅផ្ទះអត់ចេះនៅហ្មងអត់ចេះនៅហ្មងដូចមានការអប់សុកធុញថប់ក្នុងជីវិតចង់ទៅរកឆ្នាំលេបសម្លាប់ខ្លួនហ្មងដូចមិនដឹងបានការអីផងអញងាប់ទៅមុនណាយ៉ាងយូរ20ឆ្នាំ30ឆ្នាំទៀតក្រោយទៀតងាប់អស់នេះ100ឆ្នាំទៅទៀតអស់លីងអាអ្នកនិយាយដើមអញអូអានោះទៅស័យប្រសាទងាប់និយាយបាន20ឆ្នាំទៀតដល់ពេល100ឆ្នាំទៀតងាប់អស់លីងមានអានិយាយនោះអង្គវត្តអាណាយកប្តីអាណាជាពាក់លុយអាណាស្អីណានោះងាប់អស់លីងគោលើអង្គវត្តមានអាណានិយាយទៀតអស់លីងហ្នឹងមនុស្សវាកើតជំងឺអប់សុកតែពេកពុចពីមាត់មួយទៅមាត់មួយឆ្លោះគ្នាពេញផែនដីអាមាត់នេះចុចដើរឆ្លោះគ្នាពេញផែនដីវាអត់ការងារធ្វើនៅរស់ហ្នឹងបើគ្មានការងារពេកពុចនឹងធ្វើមនុស្សធម្មតាវាអត់មានការងារធ្វើបានជាបង្កពាក្យសម្ដីឲ្យមានការឈឺចាប់ដល់អ្នកដទៃរហូតព្រះសម្មាសម្ពុទ្ធបងប្អូនពាក្យសម្ដីរបស់លោកក៏ជួនកាលបង្កការឈឺចាប់ដល់អ្នកដទៃដែរប៉ុន្តែមិនមែនចេតនារបស់លោកទេណាមិនចេតនារបស់លោកទេដោយលោកសម្ដែងអំពីរឿងទោសនៃរូបរូបគ្មានបានការរូបអាក្រក់រូបអីចេះចុះនាងមាគន្ធយាលឺដៅក៏ហល់កាហាយព្រះសម្មាសម្ពុទ្ធទៅញុះញង់ដុតប្រាសាទងាប់អស់មនុស្ស500នាក់អស់គេថាដល់ព្រះសម្មាសម្ពុទ្ធហើយទេឲ្យគេឈឺចាប់ជារឿងរបស់គេណាមិនមែនចេតនារបស់យើងទេណាដោយសពថ្ងៃគេថាអូយើងដើរតែចាក់រុកគេទេវាអត់មានចេតនាអញ្ចឹងផងទី1បង្ហាញប្រជាពលរដ្ឋកុំឲ្យចាញ់បោកអ្នកនឹងទី2បង្ហាញថាទង្វើរបស់អ្នកនឹងឲ្យអ្នកនឹងវាដឹងខ្លួនផងព្រោះអ្នកឯងឈឺចាប់ជារឿងរបស់អ្នកឯងខ្ញុំគ្មានចេតនាទេក្នុងខ្លួនរបស់ខ្ញុំដឹងច្បាស់លាស់អត់មានគំនុំមិនសោះក្នុងខ្លួនបងប្អូនរស់នៅគ្មានគំនុំមិនក្នុងខ្លួនផងហ្នឹងគ្រាន់តែឃើញអញ្ចឹងស្អប់ចង់និយាយបដ ாய் ព្រោះយើងនៅអាសវៈកន្លែងណាប៉ុន្តែមានមនុស្សខ្លះទៀតបងប្អូនដើរនិយាយពាក្យសម្ដីឲ្យគេឈឺចាប់ហ្មងមានចេតនាឲ្យគេឈឺចាប់ហ្មងមាត់នឹងពុចឲ្យគេឈឺចាប់ហ្មងមានបំណងបៀតបៀនអ្នកដទៃហ្មងនេះព្រះសម្មាសម្ពុទ្ធហាមអានោះហាមអាបំណងបៀតបៀនអ្នកដទៃនោះព្រះសម្មាសម្ពុទ្ធតេះដៀលមនុស្សមកកណោហ្នឹងហើយលោកលើកជាកតិរហូតដល់ថាម៉េចទេតេះដៀលបុគ្គលដែលគួរតេះដៀលឡើងឋានសួគ៌ដោយគេចាប់យកទៅដាក់ចង់និយាយថាម៉េចចង់និយាយថាតេះដៀលបុគ្គលដែលគួរតេះដៀលគឺជាទង្វើល្អខ្លាំងណាស់ប៉ុន្តែបងប្អូនហ្នឹងហើយបងប្អូនសំណោះកូនខ្មែរតាំងតែពីដើមរៀងមកអត់មានពីណាបដោះអាមូលដ្ឋានក្នុងការគិតហ្នឹងបើថាឲ្យកូនខ្មែរធ្វើអីសកត់យកមកត្រូវតែធ្វើនេះត្រូវតែធ្វើនោះហើយបដៅតែអញ្ចឹងបានខ្មែរយើងបេះដូងនឹងវាពោពេញទៅដោយកម្ដៅរហូតទៅបងប្អូនពីព្រោះគាត់ប្រើតែបដៅបដៅបងប្អូនណាស្តៀងបងប្អូនមើលគេយកកធុនណារួចយកទៅដាក់ក្នុងទឹករួចជន់វាហែងធ្វើទៅអញ្ចេះអាកូនក្មេងជើងកាងកើតមកកពូចវាជើងកាងនៅតែជើងកាងហ្នឹងមកយកនៅហ្នឹងធំមាចាបដៅនោះបដៅហើយបដៅទៀតអាកាងប្រហែលនៅតែកាងបើខ្មែរហ្នឹងមានអ្នកកាង1លានអ្នកនៅតែកាង1លានអ្នករហូតនិយាយពីប្រជាពលរដ្ឋនឹងចូលលុយខ្ជិះកម្មវិធីធម៌ចូលលុយធ្វើអីហ្នឹងថាផ្សព្វផ្សាយធម៌ឲ្យមនុស្សមានសន្តិភាពផ្លូវចិត្តអាចជើងកាង1លានអ្នកនៅតែ1លានអ្នកដដែលដល់ពេលគេសួរថាយេឲ្យចោះលោកគ្រូធម្មអាចារ្យធំនឹងទេសនាយូរហើយមិនក៏ខ្មែរវានៅតែកាត់ចាក់គ្នាអញ្ចឹងយាយនឹងគាត់កាន់ជើងលោកគ្រូគាត់ថាម៉េចទេលោកគ្រូបដៅយូរហើយថាឲ្យវាកាន់សិលបានវាមិនព្រមកាន់ងាប់មិនចាំបាច់លោកគ្រូទេប្រាប់ឲ្យកាន់សិល5អញ្ចឹងបងប្អូនខ្ញុំក៏ចេះប្រាប់ដែរមិនចាំបាច់លោកគ្រូឯណាងាប់ដើម្បីឲ្យមនុស្សមានសន្តិភាពក្នុងផ្លូវចិត្តគេបដោះយូរណាគេនិយាយពីបុព្វហេតុនៃជីវិតមួយដូចយើងយកកធុនទៅដាក់ក្នុងទឹករួចហើយយើងចាប់ដើមចោះប្រហោងចោះរុនមួយ
យើងនិយាយយូរពីបបហេតុនៃជីវិតវាភ្ញាក់មកចំណុចវាខ្វះកន្លែងមួយទៀតយើងមួលខៃអាក្តាប់កធននឹងខៃយូរវាស្រាប់វាធ្លាក់ទៅដល់បាតទឹកហ្មងមិនជន់វាទេកុំបដៅវាប៉ុន្តែបដោះវាប៉ុន្តែមនុស្សខ្មែរអត់មានសមត្ថភាពបដោះទេតែបដៅនឹងហ្មងកុំធ្វើនេះកុំធ្វើនោះកុំធ្វើនេះបងប្អូនមើលសប្តាហ៍ថ្ងៃកុំថាតែសប្តាហ៍ថ្ងៃបងប្អូនទៅបើកសភៅខ្មែរយើងមើលបើកសភៅមុនគេក្រុមងុយនឹងហ្មងគុំនាំទៅនេះគុំនាំទៅនោះគុំរហូតទៅណាវាអត់មានហេតុផលតែហេតុអីបានត្រូវអញ្ចឹងអាសេចក្តីល្អហ្នឹងវានាំឲ្យយ៉ាងម៉េចឲ្យមនុស្សវាប្រចារណាឃើញខ្លួនវាបានវាព្រមធ្វើនេះខ្មែរយើងខ្វះវីរៈបរិសុទ្ធជាតិអារឿងបដោះហ្នឹងមានតែបដៅអាបដៅមនុស្សណាព្រមធ្វើតាមមនុស្សហ្នឹងទៅជាល្ងងហ្មងឲ្យតែព្រមធ្វើតាមប៉ុន្តែមនុស្សឆ្លាតតែតើតែវាយល់បានវាព្រមទទួលយកអញ្ចឹងបានបងប្អូនឃើញខ្ញុំទៅឧត្តរមានជ័យឃើញរូបថតគេដាក់នៅ website អាក្មេងសក់ទៅទំនេះអាក្មេងពួកជើងកាងបងប្អូនវាឆ្លាតណាដល់ពេលទៅបដៅវាមិនព្រមធ្វើតាមវាថាអានឹងបដៅវាហ្នឹងដើម្បីកុំឲ្យវាទៅកាប់ចាក់គេដើម្បីឲ្យគេជិះជាន់វាហ្នឹងវាអត់ដឹងថាអារឿងហ្នឹងជាច្បាប់ធម្មជាតិឯណាវាអត់យល់ទេណាប៉ុន្តែដល់ពេលវាស្ដាប់កម្មវិធីយើងយល់ងាប់សិតអាក្មេងជើងកាងបើនៅបាត់ដំបងមកឃុំនោះជាង20នាក់ថាឲ្យតាវាទៅកន្លែងណាលោកអើយលោកមនុស្សរត់ចេញអស់ត្មងខ្លាចពួកវាស្រាប់តែឥឡូវអវេទិកាមួយនោះវាអ្នករៀបចំពួកអាជើងកាងអ្នករៀបចំបងប្អូនណាសំខាន់ណាស់រឿងមនុស្សយល់កុំសកត់ក្បាលវាខ្ញុំស្រឡាញ់ពួកអាក្មេងអស់ហ្នឹងស្រឡាញ់មែនតាថ្ងៃមុនខ្ញុំចូលបង្រៀនដល់ក្នុងគុកទៀតមើលមុខពួកវាមិនសំណមនុស្សខូចទេបងប្អូនមិនសំណមនុស្សខូចទេដល់ពេលយើងនិយាយមកសន្ទុះបងប្អូនមានអ្នកខ្លះយំហូរទឹកភ្នែកវាយល់ណាបងប្អូនខ្ញុំចូលទៅដល់ក្នុងគុកបាត់ដំបងទៅបង្រៀនក្មេងៗនៅក្នុងគុកហ្នឹងសតតែពួកជក់គ្រឿងញៀនទាំងអស់ពួកហ្នឹងឆ្លាតទេបងប្អូនតែនិយាយចំកលឹះវាទម្លាក់ហ្មងប៉ុន្តែយ៉ាប់អីស្រីទៅវិញបងប្អូនយ៉ាប់ស្រីហ្មងនៅក្នុងគុកហ្នឹងអ្នកជាប់គុកស្រីយ៉ាប់ហ៎បងប្អូនអើយច្រើនតែមេតុងទីនពួកអ្នកអត់សក់នៅហាងនៅអីមិនដឹងជាស្អីទេនិយាយពីលៀបសក់ក្រហមទាំងអស់អាឯងទៅនិយាយអត់មាននិយាយអីគិតពីមុខលោកគ្រូស្អាតដល់បើគេនៅកន្លោះហ៎ដឹងជាស្អីខ្ញុំថាអីក៏យ៉ាប់មិនស្រីនោះយ៉ាប់ហ្មងមនុស្សស្រីជាប់គុករៀងយ៉ាប់ហ្មងបើក្មេងប្រុសជាប់គុកអត់ស្អីទេបើក្មេងស្រីជាប់គុកអូយ៉ាប់ហ่ะក្មេងស្រីដល់ថ្នាក់ជាប់គុកយ៉ាប់ហ្មងសក់ក្រហមទៅដល់ក្នុងគុកហ្នឹងហើយនិយាយពីលៀបកញ្ចក់ហ្នឹងវាម៉ាក់សាយ៉ាងមកសក់ស្គុះនៅក្នុងគុកហ្នឹងហើយយើងនិយាយលេអត់បានตั้งតែពីលោកគ្រូស្អាតឯនៅកំឡោះឯងចាំចេញទៅវិញញ៉ែលោកគ្រូយកឯងនិយាយអីក៏វាអត់ស្ដាប់ថាងាប់និយាយកើតទេពួកក្មេងស្រីយ៉ាប់មែនតើហ្មងណាបងប្អូនណាត្រឡប់មកវិញកាលណាបងប្អូនស្គាល់ពីបុព្វហេតុរបស់ជីវិតណាបងប្អូនយល់ពីសេចក្តីសុខដែលកើតមកពីការលះបង់ពេលនោះបងប្អូនព្រមមកដើរលើមាគ៌ាជីវិតហ្នឹងដោយខ្លួនឯងដូចកាសែនគាត់និយាយចឹងកូនណាឪគ្មានអីចែកកូនទេឪមានតែកតេមួយនេះរឿងមាគ៌ាជីវិតហ្នឹងមិនងាយរកឃើញទេណាកូនឪមិនដឹងប្រាប់កូនថាម៉េចឲ្យកូនរកឃើញនោះមិនដឹងប្រាប់ថាម៉េចទេកូនត្រូវពិចារណាដោយខ្លួនឯងអំពីបុព្វហេតុនៃជីវិតកាលណាកូនពិចារណារកឃើញហើយសំណាងធំហើយក្នុងជីវិតរបស់កូនហើយបើកូនដើរទៅជួបឧបសគ្គជារឿងធម្មតានៃការដើរទេណាកូនកន្លែងហ្នឹងបងប្អូនខ្ញុំពាល់ត្រូវហ្មងហើយពាល់ត្រូវពាក្យរបស់ព្រះសម្មាសម្ពុទ្ធមួយទៀតលោកសម្ដែងថាជីវិតខ្លីណាស់អ្នកត្រូវធ្វើសេចក្តីល្អអ្នកត្រូវធ្វើបុណ្យជីវិតខ្លីណាស់ស្រាប់តែលោកយាយលោកតាសប្ងៃគាត់យកទៅបកប្រែខុសគាត់ថាព្រះសម្មាសម្ពុទ្ធលោកប្រាប់ថាអាយុរបស់មនុស្សខ្លីណាស់ត្រូវធ្វើបុណ្យសំកុសលបញ្ញត្តិទៅជាតិក្រោយយើងចាស់ហើយបញ្ញត្តិធ្វើបុណ្យបន្តិចទៅសំកុសលទៅជាតិក្រោយបងប្អូនណាខ្ញុំពាល់អាដួងចិត្តនឹងត្រូវហ្មងខ្ញុំឆ្នាំនេះអាយុ46បងប្អូនណាខ្ញុំមានអារម្មណ៍ថាដូចជើងពីរដៃពីរធ្វើការលែងចង់តាន់ហ្មងដូចចង់បន្ថែមដៃ4ដៃ5ទៀតដូចមានអារម្មណ៍ថាខ្លួនឯងកាន់តែចាស់ហើយខ្លាចអាការងារដែលខ្លួនឯងធ្វើនឹងវាអត់ទាន់ចប់ដូចយើងមានកូន4 10នាក់អញ្ចឹងណាហើយកូនយើងវាអត់ទាន់រឹងដៃរឹងជើងយើងងាប់ទៅបាត់ណែអត់ចិត្តយើងគេចង់ដាក់ដៃដាក់ជើងវាត្រឹមត្រូវឲ្យវាមានមុខលបគ្រប់គ្នាឡើងអាចិត្តរបស់យើងសពថ្ងៃនឹងអញ្ចឹងខ្លាចអាពាក្យសម្ដីរបស់យើងនឹងវាបានតែមកដូចថាមកឈួលដូចយើងគប់អញ្ចឹងមកឈួលអញ្ចឹងពេលដែលយើងនៅរស់ដល់ពេលយើងងាប់ទៅវាចប់បាត់ទៀតណាដូចមានអារម្មណ៍អញ្ចឹងវាអត់ច្បាស់ក្នុងខ្លួនថាពេលដែលយើងងាប់ទៅគឺមានមនុស្សអាចបន្តវេនយើងទៅបានទៀតដល់ពេលអញ្ចឹងបងប្អូនយល់អារម្មណ៍មួយដែលព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាជីវិតខ្លីណាស់កូនជីវិតខ្លីណាស់ត្រូវធ្វើឲ្យញាប់ដៃញាប់ជើងខ្លាចគ្មានឱកាសក្នុងការធ្វើសេចក្តីល្អហ្នឹងដែលហៅថាបុណ្យនោះកូនណាជីវិតខ្លីណាស់ប្រយ័ត្នងាប់ទៅមិនបានធ្វើសេចក្តីល្អច្បាស់ហ្មងបងប្អូនច្បាស់ក្នុងចិត្តហ្មងសពថ្ងៃកាន់តែញាប់ដៃញាប់ជើងជាងមុនទៅទៀតញាប់ដៃញាប់ជើងជាងមុនទៅទៀតព្រោះអីពីព្រោះការងារដែលយើងធ្វើដើម្បីមនុស្សដទៃទៀតច្រើនណាស់បងប្អូនបើសិនណាជាងាប់ទៅជីវិតរបស់យើងមួយអត់បញ្ហាទេងាប់ម្នាក់ហ្នឹងអត់បញ្ហាទេបងប្អូនប៉ិនងាប់ម្នាក់ទៅ
វាអាលាយដល់គេផ្សេងទៀតនោះអានោះជាបញ្ហាធំត្មងបើងាប់តែខ្លួនយើងម្នាក់ឯងអត់មានប៉ះពាល់ដល់អ្នកដទៃវាអត់អីទេហើយបើបងប្អូនណាលះបង់អប្រយោជន៍ផ្ទាល់ខ្លួនហ្នឹងលះបង់អាកូនណាអាប្រពន្ធយកទៅចោះលះបង់អាកូនហ្នឹងបន្តិចតែបងប្អូនមានកូនណាភាគច្រើនគឺជាប់ជាពាក់វគ្គវិនហ្នឹងហ្មងហើយកូនតែមួយបងប្អូនណាថ្លឹងគេមកផែនដីងាប់កូនអញមួយហើយងាប់គេមកផែនដីយកអាណានេះអាកូនអញធ្ងន់ណាបងប្អូនណាអត់អាកូនមួយហ្នឹងបងប្អូនសល់កម្លាំងធ្វើការងារច្រើនណាប្រពន្ធយកទៅពីព្រោះតម្រូវការផ្លូវភេទប៉ុន្តែអាកូននេះបងប្អូនអាកូននេះបងប្អូនត្រូវពិចារណាឲ្យមែនតើនៅកន្លែងហ្នឹងវាអត់មានឧត្តមគតិអីសោះបើបងប្អូនណាជាមនុស្សដែលពោពេញទៅដោយឧត្តមគតិពិតប្រាកដមែនខ្ញុំជឿថាបងប្អូនណាមិនខ្វះទេក្មួយមិនខ្វះទេមានប្តីមានប្រពន្ធយកក្មួយហ្នឹងមកចិញ្ចឹមមកមនុស្សដែលអាចធ្វើអញ្ចឹងបានណាបងប្អូនមនុស្សហ្នឹងតើមានមโนសញ្ចេតនាជ្រៅពីព្រោះចិញ្ចឹមកូនអ្នកដទៃបានអីមនុស្សហ្នឹងតើមានមโนសញ្ចេតនាជ្រៅហើយបើមនុស្សដែលមានកលេសតណ្ហាវិញមើលឃើញអញ្ចឹងហើយអានេះទៅយកកូនគេមកចិញ្ចឹមអីបើអញមិនធ្វើអញ្ចឹងទេមិនដឹងថាមនុស្សហ្នឹងមានមโนសញ្ចេតនាដល់កម្រិតណានោះទេប៉ិនពិបាកបន្តិចណាពិបាកនិយាយមួយប្រពន្ធឲ្យយល់បន្តិចរឿងហ្នឹងណាពីព្រោះមនុស្សស្រីបាក់យល់រឿងចឹងបាក់យល់ជួនកាលបើមនុស្សប្រុសហ្នឹងជាមនុស្សដែលមានឧត្តមគតិពិតប្រាកដហ្មងណាហើយឧត្តមគតិហ្នឹងគឺជាឧត្តមគតិពិតប្រាកដណាបើធ្លាក់ចូលទៅក្នុងលងមនុស្សស្រីបែបហ្នឹងចាត់ទុកជាទុនកម្មសម្រាប់មនុស្សប្រុសហ្នឹងពេញមួយជីវិតហ្មងបើប្រុសហ្នឹងពិតជាមនុស្សប្រុសដែលពោទៅដោយឧត្តមគតិចង់ធ្វើការងារដើម្បីបម្រើឧត្តមគតិមែនហើយបើប្រទះមនុស្សស្រីអញ្ចឹងពេញតួជាឋាននរកសម្រាប់គេពេញមួយជីវិតមែនលើកលែងតែមនុស្សប្រុសហ្នឹងជាមនុស្សធម្មតាដែរចិត្តហ្នឹងក៏ក៏វាបើអញបើទៅក៏ទៅមួយគេដែរប៉ុន្តែឥឡូវការប្រពន្ធហើយប្រពន្ធអញមកឲ្យទៅអើយអញនឹងធ្វើម៉េចគ្រាន់តែចូលលុយអាតិចតួចបើមនុស្សហ្នឹងគ្រាន់តែមានចិត្តអែអញ្ចឹងទេមិនអីទេប៉ុន្តែបើពេញតួជាមនុស្សដែលពោពេញទៅដោយឧត្តមគតិមែនធ្លាក់ចូលក្នុងលងបែបហ្នឹងចាត់ទុកជាទុនកម្មមួយសម្រាប់ជីវិតហើយមនុស្សស្រីមិនងាយបញ្យល់ទេអូនឯងស្រឡាញ់បងអត់បើស្រឡាញ់បងអូនឯងត្រូវយល់អំពីសេចក្តីត្រូវការរបស់បងលែងឲ្យបងទៅធ្វើការងារដែលបងពេញចិត្តទៅខ្ញុំស្រឡាញ់បងឯងបើខ្ញុំមិនឲ្យបងឯងធ្វើណាខ្ញុំឲ្យបងឯងនៅមានសេចក្តីសុខចេះវាទៅអាផ្លូវហ្នឹងទៅហើយបើមនុស្សប្រុសមានគុណធម៌មែនតើណាបងប្អូនចាត់ទុកពេញជាតួទុនកម្មសម្រាប់ជីវិតរបស់គេហើយឧបមាថាយើងជាគ្រួសារមួយក្រហើយយើងចង់ជួយគ្រួសាររបស់យើងពេលនោះតែពេលណាបងប្អូនចង់ជួយគ្រួសារពិតប្រាកដមែនណាបងប្អូនដឹងពីរបៀបនៃការជួយគ្រួសារមករបៀបដែលព្រះសម្មាសម្ពុទ្ធបង្រៀនយើងណាដើម្បីជួយអ្នកដទៃណាព្រះសម្មាសម្ពុទ្ធលោកថាទៅដំបងដៃជួយខ្លួនឯងសិនដឹងហ្មងបងប្អូនកើតក្នុងគ្រួសារមួយក្រពេលណាបងប្អូនចង់ជួយគ្រួសារពិតប្រាកដបងប្អូនមុខទៅមករៀនមហាវិទ្យាល័យមករៀនទោះបីពិបាកប៉ុណ្ណាក៏ដោយបងប្អូនខំប្រឹងរៀនព្រោះអីពីព្រោះបងប្អូនដឹងថាបើអញមិនរៀនទេមិនអាចជួយគ្រួសារអញបានទេនេះវាផ្លូវវាទៅអញ្ចឹងបងប្អូនរហូតដល់ប្រើពាក្យថាម៉េចសងៃបើតាខ្លួនមួយអញខ្ជិលរកស៊ីកប៉ិកប៉ុកស៊ីបន្តិចហ្នឹងរស់បាត់អញខ្ជិលរៀនណារៀនពិបាកចង់ងាប់មេរៀនច្រើនចង់ងាប់សប្ងៃឬក៏ថារៀនត្រឹមបញ្ញាបត្របានណាបើថាត្រឹមតែមកខ្លួនអញរកស៊ីរស់បាត់ប៉ុន្តែវាត្រូវជួយគ្រួសារតើរៀនយកបណ្ឌិតបងប្អូនណាអ្នកដែលចង់ជួយគេពិតប្រាកដសិតតែចេញតាមផ្លូវហ្នឹងទាំងអស់ប្រឹងរកស៊ីនោះប្រឹងជាងគេពីព្រោះអីពីព្រោះត្រូវយកលុយហ្នឹងដើម្បីមកធ្វើការងារហ្នឹងប្រឹងរៀនទៀតប្រឹងអានទៀតសិតតែចេញតាមផ្លូវហ្នឹងទាំងអស់បានពួកអ្នកខូចនិយាយថាម៉េចណែព្រះសម្មាសម្ពុទ្ធប្រាប់ថាឲ្យជួយខ្លួនឯងសិនឥឡូវអញកំពុងឲ្យជួយខ្លួនអញប៉ុន្តែចិត្តរបស់វានៅត្រឹមអញនោះទេចិត្តរបស់ព្រះសម្មាសម្ពុទ្ធបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធពីព្រោះតែចិត្តហ្នឹងចង់ជួយអ្នកដទៃវាត្រូវទៅតាមផ្លូវហ្នឹងទាំងអស់បងប្អូនអ្នកដែលចង់ជួយធ្វើការងារគេធំទាំងអស់សិតតែមនុស្សជួយខ្លួនឯងរួចទាំងអស់ជួយទាំងលុយកាក់ខ្លួនឯងរួចហើយជួយទាំងចំណេះដឹងរបស់ខ្លួនឯងហ្នឹងខ្លាំងទៅទៀតព្រះសម្មាសម្ពុទ្ធទៅជាបុគ្គលដែលខ្ពស់ជាងគេលើលោកពីព្រោះតែមានចេតនាចង់ជួយអ្នកដទៃបងប្អូនមើលចង់ជួយអ្នកដទៃតើតែជួយខ្លួនឯងរួចសិនប៉ុន្តែក្នុងចេតនាគឺដើម្បីជួយអ្នកដទៃទេបើពិតជាមែនណាបងប្អូនដេកមិនលក់ទេអាដេកមិនលក់នឹងហើយវារុញច្រានឲ្យបងប្អូនត្រូវទៅរៀនទៅរកលុយត្រូវទៅរកអីប៉ុន្តែក្នុងដួងចិត្តគឺចេតនាតែមួយគត់ដូចទឹកហូរទៅអញ្ចឹងតែមួយគត់អត់មានពីរលំដាប់ថាហេអញជួយខ្លួនអញសិនរួចហើយបានអញជួយអ្នកដទៃជាក្រោយអត់មានពីរលំដាប់អញ្ចឹងទេមកលំដាប់គត់គឺដួងចិត្តចង់ជួយអ្នកដទៃប៉ុន្តែវាត្រូវទៅរៀនវាត្រូវទៅរកលុយវាត្រូវចេញតាមផ្លូវហ្នឹងហ្មងឲ្យតែដួងចិត្តនេះជាដួងចិត្តពិតប្រាកដគឺត្រូវតែចេញតាមផ្លូវហ្នឹងហ្មងអាដួងចិត្តរបៀបហ្នឹងខ្ញុំធ្លាប់ពាល់ត្រូវបានខ្ញុំដឹង